ជំរាបសួរលោកគ្រូបាទជំរាបសួរអ្នកគ្រូហើយសូមគោរពជំរាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាចាជាពិសេសបងម្ចាស់ចំការផ្សេងចាជាពិសេសទៅលើបងដែលគាត់បានដាំដុះដំណាំស្វាយកែវរមៀតក៏ដូចជាមានគម្រោងនៅក្នុងការផលិតស្វាយកែវរមៀតខុសរដូវនៅក្នុងរដូវកាលថ្មីនេះផងដែរចាអញ្ចឹងនេះខ្ញុំមានកិត្តិយសចាដែលបានជួបពុកម៉ែបងប្អូនចាតាមរយៈការ live បន្តផ្ទាល់ចេញពី page Angkor Green របស់យើងចាដែលនេះខ្ញុំនឹងជួយសម្របសម្រួលនៅក្នុងកម្មវិធីដែលនឹងចែករំលែកពីបច្ចេកទេសក៏ដូចជាតកតងជាមួយនឹងដំណាំស្វាយកែវរមៀតដែលបងប្អូននឹងត្រៀមនៅក្នុងការធ្វើស្វាយខុសរដូវនៅក្នុងរដូវកាលថ្មីនេះផងដែរចាដែលយើងមានវិក្កាមចូលរួមរបស់យើងគឺលោកគ្រូធីកណិតចាសូមជម្រាបសួរលោកគ្រូម្ដងទៀតបាទជំរាបសួរអ្នកគ្រូហើយសូមគោរពជំរាបសួរបាទទៅដល់ពុកម៉ែបងប្អូនម្ចាស់ចំការបាទស្វាយបាទជាពិសេសស្វាយកែវរមៀតដែលបងប្អូនមានគម្រោងចង់ធ្វើស្វាយកែវរមៀតខុសរដូវបាទហើយយើងពាក់ព័ន្ធជាមួយនឹងកម្មវិធីដែលយើង live ចេញពី page Angkor Green ក្នុងកម្មវិធីភូមិចំណេះដឹងកសិកម្មយើងខាន live មួយរយៈពេលហើយឥឡូវយើងចាប់ផ្ដើមធ្វើការ live ចែកដែកវិញពីចំណេះដឹងនានាពាក់ព័ន្ធជាមួយដំណាំស្វាយនេះដែលយើងចាប់ផ្ដើមក្នុងថ្ងៃនេះចាប់ផ្ដើមជាថ្ងៃទី1ដែលជាថ្ងៃដែលយើងចាប់ផ្ដើមនៅរដូវកាលថ្មីរដូវកាលថ្មីផងដែរនិងកំពុងត្រៀមនៅរដូវកាលថ្មីចាសូមសើរើហ្វេនចាស់មកវិញត្រឡប់មកវិញចាដោយសារតែពីមុនយើងធ្លាប់បានធ្វើកម្មវិធីហ្នឹងហើយក៏ដូចជាលោកគ្រូតែលោកគ្រូគណិតដែលគាត់បានតែងតែចែកម្លែកទៅលើដំណាំស្វាយចន្ទីចាទាំងបច្ចេកទេសទាំងផ្ដល់នៅដំណោះស្រាយនានាចាអញ្ចឹងសម្រាប់រដូវកាលថ្មីនេះដោយលោកគ្រូបានជម្រាបតទៅជាមួយស្ថានភាពមួយចំនួនមិញនៅខាងខេត្តកំពង់ធំចាមានបងប្អូនយើងដែលគាត់ត្រៀមនៅក្នុងការប្រមូលផលរួចបញ្ចប់អញ្ចឹងគាត់អាចនឹងមានផែនការបន្តទៀតអញ្ចឹងតកតងជាមួយនឹងការ live របស់យើងនៅក្នុងថ្ងៃនេះគោលបំណងរបស់យើងគឺតកតងជាមួយនឹងការចែករំលែកនៅអ្វីដែលថ្មីចំណេះដឹងបច្ចេកទេសចាដែលលោកគ្រូគាត់មានបទពិសោធន៍ផ្ទាល់ចាមកចែកម្លែកជូនបងប្អូនទៅលើដំណាំស្វាយកែវរមៀតក៏ដូចជាការផលិតស្វាយកែវរមៀតខុសរដូវនៅក្នុងរដូវកាលថ្មីនេះផងដែរចាប៉ុន្តែយើងមុននឹងឈានចូលទៅដល់ប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះក៏ចង់ឲ្យលោកគ្រូចែកម្លែកនៅបទពិសោធន៍ក៏ដូចជាស្ថានភាពបច្ចុប្បន្ននៃដំណាំស្វាយកែវរមៀតដើម្បីឲ្យបងប្អូនយើងតាមតំបន់មួយចំនួនដែលគាត់នៅឧទាហរណ៍ថាគាត់នៅកំពង់ធំលោកគ្រូថាឥឡូវគាត់ត្រៀមនឹងបញ្ចប់ការប្រមូលផលប៉ុន្តែគាត់អត់ច្បាស់ថានៅតំបន់ផ្សេងទៀតនឹងនៅក្នុងដំណាក់កាលណាចាលោកគ្រូអាចជួយបង្ហើបប្រាប់បងប្អូនយើងបន្ថែមទៀតផងដែរចាបាទអរគុណអ្នកគ្រូហើយវាសួរពុកម៉ែបងប្អូនភាសាទៀតបាទអញ្ចឹងព័ត៌មានបាទគឺសំខាន់បាទសម្រាប់ខ្ញុំបាទផ្ទាល់ក៏ដូចជាសម្រាប់ពុកម៉ែបងប្អូនបាទគឺព័ត៌មានគឺសំខាន់មែនតើដែលយើងត្រូវតែដឹងពីព័ត៌មានផ្សេងទាំងនៅក្បែរចការយើងបាទនៅតំបន់យើងនិងតំបន់ផ្សេងបាទអញ្ចឹងវានៅពេលដែលយើងប្រមូលព័ត៌មានបានច្រើនបាទយើងងាយក្នុងការសម្រេចចិត្តត្រូវបាទអញ្ចឹងបើសិនបើយើងមិនមានព័ត៌មានច្បាស់លាស់ទេវាការសម្រេចចិត្តរបស់យើងវាមិនថាមិនត្រូវសោះប៉ុន្តែវាភាគរយដែលត្រូវហ្នឹងវាអាចតិចតែបើសិនយើងប្រមូលព័ត៌មានបានច្រើនគឺងាយក្នុងការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបាទដែលចំណេញបាទអញ្ចឹងព័ត៌មាននេះគឺយើងបានបាទមកពីការស្រាវជ្រាវការសិក្សាណាការចុះផ្ទាល់ទៅមួយចំនួនបាទហើយព័ត៌មានដែលខ្ញុំចង់ចែកនៅពេលនេះមុននឹងយើងចាប់ផ្ដើមនៅប្រធានបទជើងបាទគឺព័ត៌មានមួយដែលពាក់ព័ន្ធជាមួយនឹងឆ្នាំចាស់បាទពាក់ព័ន្ធជាមួយនឹងការធ្វើស្វាយកែវរមៀតខុសរដូវបាទនៅក្នុងឆ្នាំចាស់បាទគឺឆ្នាំ2024 2025បាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងបញ្ហាឆ្នាំចាស់ដែលជួបប្រទេសច្រើនបាទគឺទី1ដែលយើងសង្កេតឃើញនៅក្នុងខែ8បាទក្នុងខែ8ឆ្នាំ2024នោះបាទគឺការ
បញ្ចេញផ្កាបាទប៉ុន្តែมันបានចេញផ្កាគឺចេញត្រួយបាទចេញត្រួយហើយការចេញត្រួយនោះផងដែរគឺសឹងតែទូទាំងប្រទេសតែមានបញ្ហាចេញត្រួយនៅក្នុងខែ8ដែលចាប់ផ្ដើមទាញផ្កាតែសម្រាប់បងប្អូនដែលទាញផ្កានៅក្នុងខែ6ខែ7យើងឃើញថាការចេញផ្កាស្វាយខុសរដូវបាទស្វាយកែវរមៀតខុសរដូវគឺមានការប្រសើរឡើងបាទគឺចេញច្រើនអាចទទួលយកបានអាចលើពីការរំពឹងទុកបាទដែលទាញនៅក្នុងខែ7ប៉ុន្តែនៅពេលដែលទាញក្នុងខែ8ឆ្នាំ2024យើងឃើញថាអត្រាត្រួយច្រើនបាទអត្រាត្រួយច្រើនឬក៏ចការខ្លះมันមានទឹកផ្កាបានចេញត្រួយអញ្ចឹងវាជាបញ្ហាធំមួយដែលម្ចាស់ចំការគ្រប់រូបដែលធ្វើស្វ័យខុសរដូវគឺខ្លាចរអាបាទគឺខ្លាចបាទនៅពេលដែលបញ្ចេញផ្កាតែมันបានចេញផ្កាបែរជាចេញត្រួយបាទហើយសម្រាប់បញ្ហានេះខ្ញុំសង្កេតឃើញបាទថាវាមានដើមគល់របស់វាដែលវាចេញផ្កាព្រោះដែលចេញត្រួយព្រោះនៅក្នុងខែ8នោះក៏មានចការមួយចំនួនបាទគាត់ផលិតផ្កាបានដែរប៉ុន្តែបើយើងនិយាយពីភាគរយទូទាំងប្រទេសគឺតិចអ្នកដែលទាញក្នុងខែ8ដែលចេញផ្កាក្នុងខែ9ណាបាទអញ្ចឹងភាគរយដែលបានផ្កានោះគឺបានតិចបាទបានតិចហើយគាត់ទៅប្រមូលផលក្នុងខែ12បាទតែសម្រាប់បងប្អូនមួយចំនួនគាត់ទាញមកมันបានផ្កាល្អទេបាទអញ្ចឹងមូលហេតុបានដែលធ្វើឲ្យក្នុងខែ8កាលពីឆ្នាំ2024ទាញផ្កាបែរជាចេញត្រួយបាទគឺខ្ញុំសង្កេតឃើញថាបញ្ហាមួយបាទគឺអត្រាភ្លៀងនៅក្នុងខែ7ចុងខែ7ច្រើនបាទអញ្ចឹងនៅក្នុងចុងខែ7ភ្លៀងជាជ្រុំបាទភ្លៀងច្រើនហើយភ្លៀងជាជ្រុំបាទអញ្ចឹងយើងដឹងហើយថានៅពេលដែលបរិមាណទឹកភ្លៀងកើនឡើងនៅពេលដែលបរិមាណភ្លៀងច្រើនបាទវាធ្វើឲ្យអាស៊ូតបាទធ្វើឲ្យដំណាំចាប់យកអាស៊ូតសារធាតុអាស៊ូតបាទធ្វើឲ្យដំណាំចាប់យកបានច្រើនបាទធ្វើឲ្យស្វាយកែវរមៀតយើងនឹងចាប់យកបានច្រើនអញ្ចឹងនៅពេលដែលវាចាប់យកបានច្រើនគឺវាធ្វើឲ្យការរំញោចទៅដល់ហូម៉ូន Gibberellin បាទហូម៉ូន Gibberellin ក៏មានការកើនឡើងអញ្ចឹងយើងដឹងច្បាស់ហើយថាតួ N គឺជាតួមួយសម្រាប់ដំណើរការត្រួយបាទ Gibberellin ឬក៏ Gibberellin បាទជាស្រ័យ Gibberellin ហូម៉ូន Gibberellin គឺជាហូម៉ូនដែលជំរុញទៅការលូតលាស់បាទជួយជំរុញការលូតលាស់ត្រួយបាទដូច្នេះហើយទើបធ្វើឲ្យបាទមេឃភ្លៀងច្រើនដំណាំយើងចាប់អាស៊ូតបានច្រើនធ្វើឲ្យ Gibberellin ដើរធ្វើឲ្យ Gibberellin ដើរបាទដូច្នេះហើយធ្វើឲ្យអំណាចនៃផេក្ឡូបាទអំណាចនៃហូម៉ូនរបស់យើងបាទដែលសារធាតុផេក្ឡូប៊ុយតាសូលទៅបង្អាក់ហូម៉ូន Gibberellin ហ្នឹងវាថយចុះបាទវាធ្វើឲ្យ Gibberellin ដើរឡើងអញ្ចឹងផេក្ឡូវាធ្វើការអត់បានល្អទៅធ្វើឲ្យដំណើរការទៅបាទត្រួយច្រើនជាផ្កាបាទនេះជាបញ្ហាមួយដែលខ្ញុំសង្កេតឃើញបាទហើយបញ្ហាមួយទៀតបាទដែលធ្វើឲ្យស្វាយនៅក្នុងខែ8ឆ្នាំ2024ដែលទាញក្នុងខែ8នោះហើយចេញត្រួយបាទនៅក្នុងចុងខែ8ឬក៏ដើមខែ9នោះបាទបញ្ហាមួយទៀតគឺការបាទអនុវត្តទៅតាមបច្ចេកទេសมันបានត្រឹមត្រូវល្អអនុវត្តទៅมันបានត្រឹមត្រូវល្អបាទខុសតែមួយបន្តិចទេខុសតែបន្តិចទេណាបាទខុសបន្តិចនេះគឺថានៅពេលដែលបងប្អូនចាក់ហូម៉ូននៅពេលដែលចាក់ហូម៉ូនបាទនៅពេលដែលចាក់ហូម៉ូនទោះហូម៉ូនចាក់ត្រូវកម្រិតបាទចាក់ត្រូវទីតាំងបាទចាក់ចំពេលវេលារបស់ស្លឹកពិតមែនបាទប៉ុន្តែបរិមាណស្លឹកនៅនឹងដើមបាទมันមានគ្រប់គ្រាន់បរិមាណស្លឹកនៅនឹងដើមมันមានគ្រប់គ្រាន់បាទហើយស្លឹកឬក៏ត្រួយបាទដែលចេញមកពុកម៉ែបងប្អូនចាក់ហូម៉ូននោះជាត្រួយដែលចេញដោយធម្មជាតិបាទជាត្រួយដែលចេញខ្លួនវាបាទមិនមែនជាត្រួយដែលយើងបញ្ចេញដោយប្រើប្រាស់នៅសារធាតុបាទនៅសារធាតុថៃអូយូរ៉ាបាទឬក៏ប៉ូស្យូមណៃត្រាតបាទឬក៏ប៉ូស្យូមណៃត្រាតដូច្នេះហើយអាត្រួយដែលវាកកើតខ្លួនវាដែលវាចេញលូតលាស់ខ្លួនវានេះនៅពេលដែលយើងចាក់ហូម៉ូនទៅ
វាចាប់អរម៉ូនបានក៏ពិតមែនបាទប៉ុន្តែវាខ្វះលក្ខខណ្ឌមួយបាទទៀតទៅធ្វើឲ្យអត្រាត្រួយកើនឡើងដែរបាទអញ្ចឹងយើងដឹងហើយថាស្វាយកែវរមៀតខុសរដូវដែលអាចចេញផ្កាខុសរដូវបានបាទតើតែយើងបង្អាក់អរម៉ូន gibberellic acid បាទបង្អាក់អរម៉ូន gibberellin នឹងបានបាទដោយប្រើសារធាតុបង្អាក់អរម៉ូន gibberellin នឹងបានបាទទើបអាចចេញផ្កាខុសរដូវចំណុចមួយទៀតបាទតើតែ stress បាទតើតែដំណាំស្វាយហ្នឹងវា stress ដែរបាទហើយវា stress ទើបវាអាចចេញផ្កាខុសរដូវហើយវា stress ទៅតែអីបាទគឺអ្នកវិទ្យាសាស្ត្របានបង្កើតសារធាតុអធិស្ឋានបាទសារធាតុបាទ thiourea មកបាទដើម្បីបាទធ្វើឲ្យមានការ stress បាទធ្វើឲ្យមានការដុតកម្ដៅបាទនៃដើមធ្វើឲ្យអរម៉ូន ethylene ឡើងបាទធ្វើឲ្យដំណាំហ្នឹង stress បាទទើបអាចកកើតទៅជាផ្កាខុសរដូវបានបាទអញ្ចឹងហើយបើសិនបើវាចេញត្រួយដោយខ្លួនវាបាទហើយបងប្អូនចាក់បាទនោះគឺយើងបាត់បាទយើងបាត់មួយចំណុចដែលចូលរួមក្នុងការធ្វើឲ្យស្វាយរបស់យើងនឹងចេញផ្កាខុសរដូវបាទហើយចំណុចមួយទៀតដែលធ្វើឲ្យស្វាយចេញខុសរដូវបានបាទគឺសារធាតុចិញ្ចឹមគ្រប់គ្រាន់បាទអញ្ចឹងសារធាតុចិញ្ចឹមគ្រប់គ្រាន់ក៏ចូលរួមក្នុងការធ្វើឲ្យស្វាយរបស់យើងអត្រាផ្កាបានច្រើនណាស់បាទជាក់ស្ដែងដូចចង្ការខ្លះមួយចំនួនដែលគាត់អត់ធ្លាប់បានដាក់ជីនៅពេលដែលគាត់បានដាក់ជីដិតដល់បាទគាត់ចាក់អរម៉ូនបានត្រឹមត្រូវបាទតាមពេលវេលាកំណត់បាទអត្រាផ្កាកើនឡើងបាទអត្រាផ្កាកើនឡើងអញ្ចឹង3ចំណុចនេះគឺសំខាន់បាទទី1គឺបង្អាក់អរម៉ូន gibberellin បាទទី2គឺយើងធ្វើឲ្យវាមាន stress បាទទី3គឺសារធាតុចិញ្ចឹមគ្រប់គ្រាន់បាទអញ្ចឹងត្រង់ stress ហ្នឹងបងប្អូនខ្លះកុំយល់ច្រឡំណាកុំយល់ច្រឡំថា stress ដោយសារកង្វះសារធាតុចិញ្ចឹមបាទធ្វើឲ្យវាអត់សារធាតុចិញ្ចឹមឬចាប់សារធាតុចិញ្ចឹមអត់បាន stress ទៅចេញការអត់ទេណាបងប្អូនខុសគ្នាបាទ stress មួយ stress មានសារធាតុចិញ្ចឹមគ្រប់គ្រាន់បាទទើបអាចចេញផ្កាបានល្អហើយផ្កានោះមានសុខភាពល្អអត្រាក្តឹបបាទផ្លែនឹងច្រើនបាទអញ្ចឹងគឺ stress ដោយការធ្វើទរណកម្មបាទអាចធ្វើទរណកម្មហ្នឹងបាទដែលបងប្អូនខ្លះឃើញថាស្វាយកែវរមៀតនៅពេលដែលចិត្តងាប់បាទនៅពេលដែលវាលិចទឹកឬមួយក៏ពេលដែលវាមានដួងស៊ីគ្រាស៊ីទៅបាទវាចិត្តងាប់គឺវា stress ខ្លាំងវាអាចនឹងចេញផ្កាងាយក្នុងការកកើតផ្កាដែរបាទអញ្ចឹងហើយបានឃើញបច្ចេកទេសមួយចំនួនគេគ្រាវដើមណាគេបាទគេគ្រាវដើមគេគ្រីដើមហ្នឹងបាទឬក៏បងប្អូនចាស់ពីដើមមួយចំនួនគាត់កាប់បាទគាត់កាប់ដើមបាទកាប់គល់ដើម្បីឲ្យវា stress ដើម្បីឲ្យវាចេញការចេញផ្លែបាទតែសម្រាប់អ្នកវិទ្យាសាស្ត្រគេអត់ចង់ធ្វើបែបហ្នឹងដែលបងប្អូនទៅកាប់ទៅគ្រីវាអាចជួនកាលយើងធ្វើជ្រុលទៅវាអន់ដើមខ្លាំងណាវាខូចដើមប៉ះពាល់ដើមណាអញ្ចឹងហើយទៅគេបង្កើតសារធាតុthiourea ហ្នឹងមកដើម្បីធ្វើឲ្យវា stress ធ្វើឲ្យវាលឿងស្លឹកទុំស្លឹកបាទជ្រុះនៅស្លឹកចាស់ហើយបាទលូតលាស់បាទនៅស្លឹកថ្មីក៏ដូចជាលូតលាស់នៅផ្កាថ្មីបាទអញ្ចឹងសារធាតុthiourea គឺសំខាន់ក្នុងការធ្វើស្វាយកែវរមៀតខុសរដូវបាទគឺសំខាន់ណាស់បាទអញ្ចឹងចំណុចនេះហើយបាទដែលធ្វើឲ្យស្វាយឆ្នាំទៅក្នុងខែ8ទាញផ្កាតែបែរជាចេញត្រួយច្រើនបាទអញ្ចឹងទី1គឺបាទភ្លៀងច្រើននៅពេលដែលបញ្ចេញផ្កាចាប់ផ្ដើមបញ្ចេញផ្កាគឺភ្លៀងច្រើនហើយទី2បាទគឺចាក់អរម៉ូននៅត្រួយដែលចេញខ្លួនឯងបាទតែឆ្នាំទៅបងប្អូនខ្លះបាទគាត់សប្បាយចិត្តនៅពេលដែលឃើញស្វាយចេញត្រួយខ្លួនឯងពេលដែលស្វាយគាត់លោតត្រួយមកខ្លួនឯងគាត់សប្បាយចិត្តគាត់ថាចំណេញការបាញ់តម្លាក់ស្លឹកទាញត្រួយបាទប៉ុន្តែវាបែរជាធ្វើឲ្យគាត់មានហានិភ័យក្នុងការចេញត្រួយនៅពេលដែលទាញផ្កាទៅវិញបាទអញ្ចឹងវាមិនមែនជាការចំណេញតែបែរជាខាត់បងនៅថ្ងៃខាងមុខវិញបាទអញ្ចឹងនៅពេលដែលឃើញអ្វីដែលបានមកដោយងាយបានមកដោយគ្រីយើងកុំតន់សប្បាយចិត្តណាយើងត្រូវគិតបាទត្រូវពិចារណាមើលបន្ថែមទៀតបាទបន្ថែមទៀតសិនបាទអញ្ចឹងសម្រាប់បញ្ហាទាំងនេះ
បាទយើងឆ្នាំទៅក៏យើងបានដោះស្រាយមួយចំនួនយើងមានសកម្មភាពមួយចំនួនដោះស្រាយជូនពុកម៉ែបងប្អូនបាទហើយក៏បងប្អូនខ្លះក៏បានយកទៅអនុវត្តទៅបាទជោគជ័យបងប្អូនខ្លះទៅក៏អនុវត្តទៅមិនទាន់បានជោគជ័យវាអាស្រ័យលើស្ថានភាពលក្ខខណ្ឌផ្សេងគ្នាដែរបាទអញ្ចឹងប្រសិនបើបាទយើងដឹងថាពេលដែលយើងទាញផ្កាមេឃភ្លៀងច្រើនអាចប្រឈមជាមួយនឹងបញ្ហាត្រួយអញ្ចឹងនៅពេលនោះបាទនៅពេលដែលយើងចាប់ផ្ដើមបញ្ចេញផ្កាប្រសិនបើបាទមេឃភ្លៀងច្រើនបាទមេឃភ្លៀងច្រើនដូច្នេះនៅពេលដែលយើងបាទបញ្ចេញបាទយើងគួរតែបាទប្រើប្រាស់បញ្ចូលនៅពពួកជីបំពន់ទាំងឡាយណាដែលអត់មានអាស៊ូតបាទដូចជា Gen K បាទ Gen K បាទអញ្ចឹងយើងអាចបញ្ចូលជាមួយបាតជីបំពន់ណាដែលអត់មានអាស៊ូតបាទយើងអាចបញ្ចូលជាមួយនៅពេលដែលទេផ្កាបាននេះជាផ្សាយដែលយើងអនុវត្តកន្លងមកឆ្នាំទៅហើយក៏ដូចជាយើងអាចប្រើ baby quad chloride ដើម្បីជួយបំលែងអាស៊ូតហ្នឹងឲ្យទៅជាពពុះប្រូតេអ៊ីនបានលឿនបាទដើម្បីជួយទប់អាស៊ូតបាទអញ្ចឹងយើងអាចបញ្ចូលនេះបន្ថែមបាទនឹងសម្រាប់ស្រាយសម្រាប់ការមុនហើយចា៎បាទសម្រាប់ដំណោះស្រាយបន្តទៀតបាទប្រសិនបើយើងឃើញស្វាយយើងចេញត្រួយខ្លួនឯងបាទចាប់ផ្ដើមចេញហើយបាទកុំឲ្យវាចេញច្រើនតាន់បាទឃើញចាប់ផ្ដើមចេញបាន20-30% ហ្នឹងបាទប្រញាប់បាញ់ថៃអូយូរ៉ាទៅបូកជាមួយនឹងយូមីកាលីទៅបាទតែជាប្រភេទកាលីធម្មជាតិនៅក្នុងយូមីកាលីបាទដែលវាអត់អាស៊ូតវាទាបអញ្ចឹងយើងអាចបញ្ចូលទៅបានបាទយើងបាញ់វាទៅបាទកុំចាំដល់ពេលត្រួយចេញច្រើនបាទតាក់ទើលែងហ៊ានបាញ់ថៃអូយូរ៉ាដោយសារខ្លាចបាញ់ទៅវាឆេះត្រួយខ្លោចត្រួយព្រោះថៃអូយូរ៉ានៅពេលដែលយើងប្រើបរិមាណច្រើនវាអាចប៉ះពាល់ទៅដល់ប្រភេទត្រួយខ្ចីដែរបាទអញ្ចឹងសិនបើយើងឃើញវាចាប់ផ្ដើមចេញតិចមកបាទបញ្ញាប់បាញ់បញ្ជូនវាតែម្ដងទៅបាទដើម្បីឲ្យវាបាន stress បាទឲ្យវាបាន stress ដោយសារថៃអូបានមកពេលដែលយើងផលិតត្រួយណាបាទចាអរគុណលោកគ្រូដោយសារតែមិញពាក់ព័ន្ធជាមួយនឹងការលើកឡើងរបស់លោកគ្រូចាជាអាចសរុបបានថានេះវាជាបញ្ហាដែលបងប្អូនដែលគាត់ផលិតស្វាយគាត់រដូវកាលមានការពីរដូវកាលមុនជួបប្រទេសចាមានប្រហែលចំណុចដូចលោកគ្រូបានលើកឡើងអញ្ចឹងហើយក៏លោកគ្រូបញ្ជាក់ពីចំណុចសំខាន់ដែលយើងត្រូវយល់ដឹងថាកត្តាទាំងអស់ហ្នឹងវាអាចកើតឡើងមកពីអីក៏ដូចជាដំណោះស្រាយផងដែរចាប៉ុន្តែដោយសារតែឥឡូវនេះកម្មវិធីរបស់យើងគឺដោយលោកគ្រូបញ្ជាក់អញ្ចឹងតកតងជាមួយនឹងការធ្វើស្វ័យការល្មៀតវាអាចថាជួបបញ្ហាតកតងជាមួយនឹងការទាញត្រួយការទាញអីនេះនៅក្នុងរដូវកាលខ្លះវាមានការធ្លាក់ភ្លៀងចាដែលធ្វើឲ្យវាប៉ះពាល់ជាមួយនឹងការបញ្ចេញការឬក៏ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់បច្ចេកទេសផ្សេងណាប៉ុន្តែខ្ញុំចង់ត្រឡប់បកក្រោយបន្តិចដើម្បីឲ្យបងប្អូនយើងគាត់បានយល់កាន់តែច្បាស់ពីដំណាក់កាលមួយចាព្រោះដោយសារតែយើងចាប់ផ្ដើមធ្វើដំបូងយើងចង់ដឹងថាតើទៅលើដំណាំស្វាយការល្មៀតយើងគួរមានមូលដ្ឋានគ្រឹះអីខ្លះគួរតែស្វែងយល់សិក្សាទៅលើចំណុចអីខ្លះដើម្បីឲ្យគាត់ធ្វើទៅវាប្រកបដោយភាពជោគជ័យចាអញ្ចឹងលោកគ្រូអាចជួយចែកម្លែកថាតើយើងគួរតែសិក្សាទៅលើបញ្ហាអីឬក៏គាត់មានចការអញ្ចឹងគាត់គួរតែធ្វើបែបណាដើម្បីឲ្យគាត់ធ្វើនៅក្នុងរដូវកាលថ្មីនេះគាត់ទទួលបានជោគជ័យឬក៏វាល្អប្រសើរជាងរដូវកាលមុនចាបាទអរគុណច្រើនគ្រូបាទអញ្ចឹងសម្រាប់ការធ្វើស្វាយការល្មៀតបាទតាមបទពិសោធន៍ខ្ញុំដែលយើងបានសិក្សាផ្ទាល់បាទដែលយើងបានចុះអនុវត្តផ្ទាល់កន្លងមកបាទរឿងសំខាន់មុននឹងយើងសម្រេចចិត្តបាទធ្វើស្វាយកែវរមៀតខុសរដូវបាទបាទទី1បាទគឺការសិក្សាពីបច្ចេកទេសឲ្យច្បាស់បាទទី1ការសិក្សាពីបច្ចេកទេសឲ្យច្បាស់បាទអញ្ចឹងបច្ចេកទេសនេះបាទមានតាំងពីបច្ចេកទេសក្នុងការធ្វើបាទបច្ចេកទេសបាទក្នុងការបាទបច្ចេកទេសក្នុងការធ្វើបាទបច្ចេកទេសក្នុងការរូបមន្តជីរូបមន្តថ្នាំ
បាទការប្រើប្រាស់ធាតុចូលបាទការប្រើប្រាស់ធាតុចូលបាទបច្ចេកទេសក្នុងការគ្រប់គ្រងតាំងពីកម្លាំងពលកម្មបាទហើយបច្ចេកទេសបាទក្នុងការប្រើប្រាស់បាទនៅអធិស្ឋានណាប្រើប្រាស់នៅសារធាតុតាមធាតុចូលហ្នឹងបានជំរាបជូនហើយបាទអញ្ចឹងនេះជាចំណុចសំខាន់ពាក់ព័ន្ធជាមួយនឹងការសិក្សាលើបច្ចេកទេសបាទហើយមួយទៀតគឺការសិក្សាលើអាកាសធាតុផងដែរបាទអញ្ចឹងអាកាសធាតុក៏ចូលរួមចំណែកក្នុងការយើងអនុវត្តទៅឲ្យបានល្អប្រសើរដែរអញ្ចឹងយើងត្រូវដឹងថានៅពេលដែលទាញផ្កាពេលដែលភ្លៀងច្រើនបាទយើងគួរតែដោះស្រាយបែបណាយើងគួរតែប្រើប្រាស់នៅផលិតផលអ្វីបាទយើងគួរតែប្រើប្រាស់វិធីណាបច្ចេកទេសណាបាទហើយនៅពេលដែលចេញផ្កាអាកាសធាតុត្រជាក់យើងគួរតែប្រើអីណាអាកាសធាតុក្តៅគួរប្រើអីបាទខ្យល់ស្ងួតប្រើអីភ្លៀងប្រើអីអានេះគឺជាចំណុចសំខាន់ដែលយើងត្រូវតែសិក្សាបាទដែលយើងនឹងចែកម្លែកពីមួយសប្តាហ៍ទៅមួយសប្តាហ៍ឬក៏ជាដំណាក់កាលយើងនឹងចែកម្លែកជូនពុកម៉ែបងប្អូនបាទហើយបងប្អូនបាទត្រូវដឹងមួយទៀតបាទត្រូវដឹងមួយទៀតគឺព័ត៌មានបាទព័ត៌មានទីផ្សារបាទខែណាថ្លៃខែណាថោកណាបាទអញ្ចឹងយើងនឹងនិយាយក្នុងថ្ងៃនេះដែរពាក់ព័ន្ធជាមួយនឹងព័ត៌មានទាំងអស់នេះដែលយើងងាយស្រួលក្នុងការរៀបចំផែនការបាទហើយមួយទៀតបាទដើម្បីសម្រេចចិត្តធ្វើទៅឲ្យបានជោគជ័យបាទការជ្រើសរើសផលិតផលបាទអញ្ចឹងម្ចាស់ចម្ការស្វាយត្រូវជ្រើសរើសផលិតផលឲ្យត្រូវផលិតផលនៅលើទីផ្សារមានច្រើនបាទមានច្រើនប្រភេទបាទទោះបីជាធាតុសកម្មដូចគ្នាឬក៏បាទសារធាតុដូចគ្នាក៏ពិតមែនបាទប៉ុន្តែពាក់ព័ន្ធជាមួយបច្ចេកវិទ្យាផលិតរបស់រោងចក្រនីមួយបាទគុណភាពផលិតរបស់រោងចក្រនីមួយវាខុសគ្នាมันខុសអីពីសម្ភារៈយើងប្រើប្រាស់បាទទូរស័ព្ទអញ្ចឹងដូចមានតម្លៃ300មានតម្លៃ1000ជាងអញ្ចឹងវាពាក់ព័ន្ធមួយនឹងសមត្ថភាពនីមួយបាទទូរស័ព្ទដូចគ្នាបាទអញ្ចឹងថ្នាំពុលដូចគ្នាសារធាតុដូចគ្នាអីដូចគ្នាប៉ុន្តែបច្ចេកវិទ្យាខាងក្នុងដែលវាបាទធ្វើការបាទដែលវាត្រូវបានចងក្រងមកគឺខុសគ្នាអញ្ចឹងការជ្រើសរើសផលិតផលក៏សំខាន់ដែរចូលរួមក្នុងការធ្វើឲ្យយើងជោគជ័យឬក៏បរាជ័យបាទជាចំណុចសំខាន់បាទអញ្ចឹងយើងដើម្បីខ្ញុំឲ្យខាត់ពេលខ្ញុំសូមបន្តទៅទៀតពាក់ព័ន្ធមួយបញ្ហាព្រោះឆ្នាំចាស់ហ្នឹងវាមានបញ្ហារីកច្រើនបាទអញ្ចឹងបាទបញ្ហាមួយទៀតដែលយើងសង្កេតឃើញនៅក្នុងឆ្នាំចាស់បាទបញ្ហា trip បាទបញ្ហា trip មានការកើនឡើងច្រើនបាទពីឆ្នាំ2023ដែលយើងឃើញមានការបំផ្លាញរបស់វាខ្លាំងបាទឆ្នាំណាក៏មានដែរបញ្ហា trip ឬក៏ស្រមើបាទប៉ុន្តែគ្រាន់តែថាឆ្នាំ2024យើងឃើញថាការបំផ្លាញរបស់វានៅតំបន់នីមួយតំបន់ខ្លះជួបខ្លាំងតំបន់ខ្លះជួបតិចបាទអញ្ចឹងតំបន់ដែលជួបខ្លាំងគឺគាត់ពិបាកក្នុងការកម្ចាត់មែនតើបាទអញ្ចឹងការកម្ចាត់ trip ប្រសិនបើតំបន់ដែលវាមានដែរតែមានតិចហ្នឹងពីមុនគឺច្រើនបាទតែដល់ពេលឆ្នាំ2024យើងថាតិចដោយសារវាតិចជាងនៅតំបន់ខ្លះបាទអញ្ចឹងបញ្ហា trip បើយើងគោះដាក់យើងគួរដាក់បាតដៃបាទក្នុងមួយផ្កាឬក៏គួរដាក់កដាស់សភៅក្នុងមួយផ្កាវាមានចំនួនត្រឹមតែ100ក្បាលចុះមកយើងឃើញថារាល់ថ្ងៃនេះគឺយើងអាចគ្រប់គ្រងបានបាទយើងអាចគ្រប់គ្រងបានយើងអាចជួយដំណោះស្រាយទៅដល់ម៉ែបងប្អូនចាស់ឆ្ងាយធ្វើអនុវត្តទៅគឺអាចបាទប៉ុន្តែចម្លែកក្នុងឆ្នាំ2024យើងឃើញគឺផ្ទុះខ្លាំងមែនតើបាទផ្ទុះខ្លាំងមែនតើបាទពោះដាក់กระดาษមកគឺរាប់អត់ចូលចូលពាន់ណាបាទអញ្ចឹងជាបញ្ហាខ្លាំងមែនតើបាទហើយនៅពេលដែលច្រើនបែបនោះបាទគឺយើងប្រើប្រាស់ទៅទុកពិបាកកម្ចាត់វាបាទយើងបាញ់ឆ្នាំរបស់យើងអាចកម្ចាត់វាបានងាប់បាទយើងបាញ់ហើយយើងទៅភ្លេចមើលគឺឃើញវាងាប់បាទប៉ុន្តែវាមិនបានយូរថ្ងៃបាទ2-3ថ្ងៃគឺចំនួនរបស់វាអាចកើនឡើងវិញដោយសារបញ្ហា trip នេះគឺវាលូតលាស់លឿនញាស់លឿនបាទអញ្ចឹងហើយបាទទៅការកម្ចាត់ថ្នាំត្រូវការបាញ់ញឹកហើយបើយើងបាញ់ញឹកពេកថ្នាំមួយចំនួនក៏វាមានផលប៉ះពាល់ទៅដល់ផ្កាក៏ធ្វើឲ្យផ្កាទៅរៀមលឿនដែរបាទអញ្ចឹងបើសិនបើជាផ្ទុះខ្លាំង
បាទគឺយើងក៏បាក់ក្នុងការអត់ចាត់សម្រាប់ដំណោះស្រាយដែលយើងធ្វើកន្លងមកបើក្រោម150ក្បាលក្នុងមួយផ្កាគឺយើងអាចគ្រប់គ្រងបានដែលយើងប្រើប្រាស់កូននេះ2បាទជាមួយនឹងស្តេចនេះ5យើងបាញ់វា3ថ្ងៃ4ថ្ងៃអីម្ដងយើងអាចគ្រប់គ្រងបានហើយបើច្រើនគឺយើងនៅមិនទាន់អាចទៅថាគ្រប់គ្រងបានល្អភាសាប្រហែលទេប៉ុន្តែយើងរាល់ថ្ងៃយើងកំពុងតែព្យាយាមរកដំណោះស្រាយដែរតែឆ្នាំទៅយើងបានបសោតផលិតផលថ្មី2បាទ2ដែលយើងបសោតប៉ុន្តែលទ្ធផលរបស់វាមិនទាន់បានល្អប្រសើរជាងអ្វីដែលយើងមានរាល់ថ្ងៃបាទអញ្ចឹងយើងអត់ទាន់បានស្ម័គ្រចិត្តថាយកមកព្រោះវាយកមកវាមិនមែនជាដំណោះស្រាយជូនពុកម៉ែបងប្អូនពេញលេញដែលវាមានប្រយោជន៍ជាងចែកទេសចាស់រូបមន្តចាស់យើងអត់ទាន់យកមកអញ្ចឹងយើងព្យាយាមសិក្សាស្វែងរកមកបន្ថែមទៀតបាទអញ្ចឹងនេះជាបញ្ហាមួយទៀតបាទហើយបាទសម្រាប់បញ្ហាមួយទៀតបាទក្នុងនេះដែរគឺបញ្ហាតម្លៃបាទបញ្ហាតម្លៃបាទខ្ញុំអត់ហ៊ានចែកម្លែកអីច្រើនទេប៉ុន្តែខ្ញុំចែកម្លែកទៅតាមអ្វីដែលខ្ញុំដឹងទៅតាមអ្វីដែលខ្ញុំយល់ឃើញអញ្ចឹងវាមានរឿងផ្សេងទៀតពាក់ព័ន្ធជាមួយនឹងតម្លៃដែលធ្វើឲ្យតម្លៃស្វាយចុះថោកបាទប៉ុន្តែខ្ញុំសូមនិយាយតែអ្វីដែលខ្ញុំយល់ឃើញអ្វីដែលខ្ញុំជួបតែខ្ញុំវិភាគឃើញតែវាមានកត្តាផ្សេងទៀតដែលអត់ដឹងបាទអញ្ចឹងពាក់ព័ន្ធជាមួយតម្លៃក្នុងឆ្នាំ2024 25ដែលយើងឃើញតម្លៃស្វាយខុសរដូវក៏មានការចុះទាបហើយស្វាយរដូវគឺទាបយកតែមែនតែនឬក៏តំបន់ខ្លះអត់មានទាំងអ្នកទិញទៀតបាទអញ្ចឹងអ្វីដែលខ្ញុំមើលឃើញសម្រាប់ស្វាយខុសរដូវឆ្នាំ2024បាទក្នុងខែ10ឬខែ11បាទដែលវាចុះទាបជាងឆ្នាំមុនដែលយើងបានដឹងបាទដែលវាចុះក្នុងឆ្នាំ2024ខែ10 11វាចុះទៅដល់400បាទស្វាយរដូវខុសរដូវបាទចុះទៅដល់400ហើយពេលដែលស្បោយទើបរៀងឡើងមកវិញអញ្ចឹងបញ្ហាដែលស្វាយខុសរដូវចុះនេះបើតាមការសិក្សារបស់ខ្ញុំតាមការអង្កេតរបស់ខ្ញុំបាទគឺដោយសារក្នុងឆ្នាំ2024កន្លងមកដើមដៃគឺមានការរាំងបាទអាកាសធាតុរាំងក្តៅបាទរាំងក្តៅរយៈពេលយូរបាទពុំមានវត្តមានកូនរដូវវស្សានៅក្នុងរដូវប្រាំងបាទអញ្ចឹងយើងឃើញថាការរាំងក្នុងរយៈពេលយូរនេះបាទធ្វើឲ្យបងប្អូនម្ចាស់ចម្ការស្វាយនៅក្នុងទូទាំងប្រទេសมันអាចធ្វើបានបាទมันអាចធ្វើបានបាទអញ្ចឹងគឺរងចាំភ្លៀងទាំងអស់គ្នាបាទព្រោះការស្វាយយើងរាល់ថ្ងៃខ្ញុំចុះច្រើនมันមានចការណាដែលតប្រព័ន្ធទឹកដែលរៀបចំប្រព័ន្ធស្រោចស្រពត្រឹមត្រូវណាបាទយើងឃើញមាននៅកំពង់ស្ពឺមួយគាត់បានរៀបចំ50ហិកតាបាទអញ្ចឹងឃើញថានេះជាការវិវត្តមួយការអភិវឌ្ឍនៃកសិកម្មយើងមួយបាទប៉ុន្តែมันទាន់ទូលំទូលាយបានច្រើនកន្លែងបាទអញ្ចឹងហើយប្រជាកសិករយើងម្ចាស់ចម្ការយើងมันមានលទ្ធភាពមិនទាន់បានរៀបចំប្រព័ន្ធស្រោចស្រពហ្នឹងទេបាទអញ្ចឹងហើយគឺពឹងទាំងស្រុងទៅលើអាកាសធាតុពឹងទាំងស្រុងទៅលើការភ្លៀងអញ្ចឹងឆ្នាំចាស់គឺមេឃរាំងរយៈពេលយូរពុំមានកូនរដូវវស្សាដូច្នេះពុកម៉ែបងប្អូនមិនបានធ្វើបាទมันបានធ្វើមុនក្រោយគ្នាគឺចាំភ្លៀងដល់ពេលរដូវភ្លៀងមកដល់គឺភ្លៀងស្មើគ្នាដំណើរគ្នាពុកម៉ែបងប្អូនចាប់សម្រុកបាទធ្វើដំណើរគ្នាបាទអញ្ចឹងហើយនៅពេលដែលធ្វើដំណើរគ្នាបាទធ្វើដំណើរគ្នាច្រើនគ្នាបាទដូច្នេះនៅពេលដែលយើងប្រមូលផលគឺជុញបាទនៅពេលដែលប្រមូលផលគឺបុកគ្នាបាទចំការណាក៏ដល់បាទធ្វើឲ្យតម្លៃมันបានល្អបាទអញ្ចឹងយើងអ្នកសេដ្ឋកិច្ចអ្នកសិក្សាគាត់អ្នកសិក្សាសេដ្ឋកិច្ចគាត់ដឹងច្បាស់នៅពេលដែរបាទបរិមាណផលិតកើនឡើងច្រើនតម្រូវការនៅដដែលឬក៏តម្រូវការចុះទាបច្បាស់ណាស់វានឹងទាញតម្លៃឲ្យចុះទាបដែរបាទអញ្ចឹងនេះជាបញ្ហាមួយដែលខ្ញុំសង្កេតឃើញបាទដែលខ្ញុំសង្កេតឃើញបាទអញ្ចឹងវាមានមូលហេតុផ្សេងទៀតបាទប៉ុន្តែខ្ញុំលើកឡើងទៅអ្វីដែលខ្ញុំសង្កេតឃើញនិងយល់ឃើញបាទអញ្ចឹងធ្វើឲ្យស្វាយខុសរដូវហ្នឹងវាតម្លៃអត់ល្អហើយមួយទៀតស្វាយរដូវបាទនៅពេលដែលស្វាយរដូវបាទស្វាយរដូវមានតម្លៃមិនល្អដូចគ្នាបាទស្វាយរដូវក្នុងឆ្នាំនេះក៏មិនល្អឬក៏កន្លែងខ្លះអត់មានទាំងទិញផងបាទអញ្ចឹងសម្រាប់ស្វាយរដូវឆ្នាំនេះថោកបាទដោយសារអីដោយសារនៅពេលដែលបងប្អូនធ្វើខុសរដូវមិនបានល្អបាទតែឆ្នាំកន្លងមកហ្នឹងការធ្វើខុសរដូវហ្នឹងបាទវគ្គ
វគ្គទាញផ្កាក្នុងខែ8ហ្នឹងវាចេញត្រួយបាទអញ្ចឹងនៅពេលដែលគាត់ចេញត្រួយច្រើនគ្នាទូទាំងប្រទេសនៅក្នុងខែចុងខែ8ដើមខែ9ហ្នឹងបាទចេញត្រួយគាត់ត្រូវថែត្រួយហ្នឹងគាត់ទាញផ្កាមួយសាទៀតអញ្ចឹងគាត់បេះខុសរដូវវាចូលទៅក្នុងខែ1បាទគាត់បេះខុសរដូវចូលទៅក្នុងបាទខែ1ឬក៏ខែ2បាទអញ្ចឹងនៅពេលដែលគាត់បេះខុសរដូវចូលទៅក្នុងខែ1ខែ2ច្បាស់ណាស់ស្វាយត្រូវរដូវរបស់គាត់បាទនឹងប្រមូលផលក្នុងខែ4ខែ5បាទអញ្ចឹងនៅពេលដែលដំណើរការបែបហ្នឹងហើយតែធ្វើឲ្យស្វាយត្រូវរដូវរបស់គាត់នឹងប្រមូលផលក្នុងខែ4ខែ5បាទអញ្ចឹងប្រមូលផលក្នុងខែ4ខែ5គឺស្វាយរដូវទូទាំងប្រទេសដែលគេមិនធ្វើខុសរដូវក៏គេចេញពេលហ្នឹងដែរបាទអ្នកដល់ពេលអ្នកធ្វើខុសរដូវហើយចេញអាខុសរដូវនោះបានតិចតួចមកបុកច្រើននៅស្វាយបាទត្រូវរដូវដំណើរគ្នាជាមួយនឹងអ្នកអត់ធ្វើតែបើរាល់ឆ្នាំបងប្អូនខ្លះគាត់ធ្វើមុនធ្វើក្រោយណាធ្វើមុនធ្វើក្រោយអញ្ចឹងអ្នកដែលគាត់ប្រមូលផលក្នុងខែ10ក្នុងខែ11មួយសាគាត់ប្រមូលផលមួយសាទៀតគឺក្នុងខែ2ខែ3អញ្ចឹងគាត់ប្រមូលមួយសាទៀតខែ2ខែ3គឺវាមុនរដូវបន្តិចអញ្ចឹងគាត់ប្រមូលមុនរដូវបន្តិចអញ្ចឹងវាធ្វើឲ្យបរិមាណផ្គត់ផ្គង់បរិមាណផ្លែស្វាយនៅក្នុងស្រុកខ្មែរយើងហ្នឹងបាទវាបដាក់គ្នាបាទវាបដាក់គ្នាអញ្ចឹងតម្លៃគឺវាអាចថេបានល្អជាងនេះតែសម្រាប់ក្នុងឆ្នាំនេះគឺមកជន់គ្នានៅក្នុងខែ4ខែ5នឹងដូចគ្នាបាទអញ្ចឹងហើយបាទតម្លៃនឹងអូតូម៉ាទិកចុះទៀតហើយបាទយើងដឹងហើយថាបរិមាណផលិតច្រើនណាស្វាយរដូវឆ្នាំណាក៏ថោកដែរគ្រាន់តែថាថោកយ៉ាងណាក៏មានអ្នកទិញដែរក៏ទិញតាន់ដែរតែសម្រាប់ឆ្នាំនេះបាទដោយសារជន់គ្នាច្រើនតាំងអ្នកធ្វើខុសរដូវក៏មានស្វាយរដូវច្រើនបាទទាំងអ្នកអត់ធ្វើខុសរដូវក៏ស្វាយរដូវហ្នឹងច្រើនអញ្ចឹងជន់គ្នាបាទធ្វើឲ្យតម្លៃទាបបាទអញ្ចឹងនេះជាបញ្ហាដែលខ្ញុំមើលឃើញបាទក្នុងឆ្នាំចាស់បាទទាំងការធ្វើនិងការលូកបាទទីផ្សារបាទហើយនេះគ្រាន់តែជាការសិក្សារបស់ខ្ញុំបាទបងប្អូនគិតថាវាជាប្រយោជន៍គិតថាត្រឹមត្រូវបងប្អូនអាចចូលទៅពិចារណាមើលថាតើវាបែបហ្នឹងមែនបាទតែបើបងប្អូនគិតថាមិនជាប្រយោជន៍កុំខាត់បាទបាទអរគុណសម្រាប់ការចែកម្លែកពីបញ្ហាបើនិយាយទៅសម្រាប់ការមើលឃើញពីបញ្ហាដោយលោកគ្រូបានជំរាបអញ្ចឹងការមើលឃើញពីបញ្ហាការយល់ដឹងស្វែងយល់ពីបញ្ហាបន្ថែមទៀតវាជារឿងសំខាន់ដែលម្ចាស់ចំការគ្រប់រូបគាត់អាចសិក្សាបន្ថែមទៀតបានចាប៉ុន្តែបើសិនជាអាចថាគាត់មានមតិយោបល់អីផ្សេងក៏គាត់អាចចែកម្លែកមកកាន់យើងខ្ញុំវិញបានដែរចាដើម្បីជាការស្ថាបនាឲ្យផលិតកម្មស្វ័យខុសរដូវនៅក្នុងប្រទេសរបស់យើងវាកាន់តែល្អប្រសើរជាងមុនជាពិសេសដោយលោកគ្រូមើលឃើញពីបញ្ហាទីផ្សារចាពួកដោយសារតែមានបងប្អូនយើងច្រើនដែលគាត់ comment នៅក្នុង page របស់អង្គរ Green យើងចាក៏ដូចជាអ្នកខ្លះក៏គាត់បានជជែកផ្ទាល់ចាជួយដោះស្រាយទៅលើបញ្ហាទីផ្សារចាតកតងជាមួយនឹងការផលិតបានហើយប៉ុន្តែគាត់មានបញ្ហាទីផ្សារក្នុងហ្នឹងទាំងលោកគ្រូបច្ចេកទេសគាត់ជួយផ្ដល់ជាបច្ចេកទេសជូនទៅដល់ពុកម៉ែបងប្អូននៅក្នុងការផលិតហើយមួយទៀតតកតងជាមួយនឹងការស្វែងរកទីផ្សារបងប្អូនខ្លួនឯងផ្ទាល់ក៏ត្រូវតែមានផែនការច្បាស់លាស់ដែរដើម្បីដោយលោកគ្រូបញ្ជាក់ថាឥឡូវនៅក្នុងរដូវកាលណាដែលទីផ្សារស្វាយខុសរដូវហ្នឹងវាទទួលបានតម្លៃទីផ្សារខ្ពស់ឬក៏នៅក្នុងខែណាដែលតម្លៃទីផ្សាររបស់វាទាបអញ្ចឹងខ្ញុំចង់សួរទៅកាន់លោកគ្រូវិញដែរបើសិនជាក្នុងករណីថាពួកគាត់អាចស្វែងយល់ពីបញ្ហាទាំងអស់ហ្នឹងពីរដូវកាលចាស់ចាដើម្បីត្រៀមនៅក្នុងការផលិតនៅក្នុងរដូវកាលថ្មីហ្នឹងតើពួកគាត់គួរតែរៀបចំផែនការបែបណាដើម្បីឲ្យវាបានច្បាស់លាស់ចាដើម្បីឲ្យគាត់ត្រៀមនៅក្នុងការផលិតរដូវកាលថ្មីឲ្យបាន
ចំនៅរដូវកាលយើងអាចនិយាយថាចំនៅរដូវកាលដែលគាត់ចង់បានឬក៏យើងស្មានថាតម្លៃទីផ្សារវាល្អចាដើម្បីឲ្យពួកគាត់កាន់តែមានកម្លាំងចិត្តនៅក្នុងការធ្វើពីមួយរដូវទៅមួយរដូវទៀតចាប៉ុន្តែយើងមុននឹងឈានទៅដល់យើងអាចទទួលបានតម្លៃល្អហ្នឹងក៏យើងត្រូវតែដឹងអីខ្លះចាដោយលោកគ្រូបានបង្ហាញអញ្ចឹងរដូវកាលមុនយើងជួបបញ្ហាអីខ្លះអញ្ចឹងសម្រាប់រដូវកាលថ្មីនេះយើងគួរតែត្រៀមអីខ្លះបងប្អូនដែលគាត់មានចការនៅក្នុងដៃហើយគាត់មានបំណងថាចង់ធ្វើហ្នឹងតើគាត់គួរតែត្រៀមអីខ្លះគាត់គួរតែធ្វើអីចាប់ផ្ដើមពីដំបូងទៅចាអញ្ចឹងសូមទុកទូនលោកគ្រូបង្ហាញតើតែម្ដងចាបាទអរគុណច្រើនអ្នកគ្រូអរគុណបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងការរៀបចំផែនការណាការរៀបចំផែនការរបស់យើងបាទគឺសំខាន់ណាស់បាទដើម្បីយើងជ្រើសរើសបាទនៅពេលវេលាដែលយើងអាចប្រមូលផលបាននេះជាការសំខាន់បាទជាកត្តាសំខាន់មួយបាទមិនមែនសំខាន់មួយសំខាន់ខ្លាំងតែម្ដងបាទដើម្បីយើងរៀបចំផែនការឲ្យបានប្រមូលផលចំពេលវេលាថ្លៃបាទអញ្ចឹងយើងត្រូវដឹងថាតើការបាទប្រមូលផលបានថ្លៃនៅក្នុងខែណាខ្លះបាទក្នុងខែណាខ្លះបាទអញ្ចឹងសម្រាប់ការតាមដានរបស់ខ្ញុំបាទតាំងពីខ្ញុំបានប្រឡូកក្នុងវិស័យស្វាយកន្លងមកបាទខែដែលយើងទទួលបានស្វាយតម្លៃថ្លៃល្អបាទគឺចាប់ពីក្នុងខែ6បាទខែ6ខែ7ខែ8និងខែ9បាទដែលជាពេលវេលាដែលស្វាយកែវរមៀតមានតម្លៃថ្លៃខ្លាំងបាទអញ្ចឹងយើងត្រូវដឹងចំណុចហ្នឹងបាទខែ6ខែ7ខែ8ខែ9គឺតម្លៃថ្លៃខ្លាំងបន្ទាប់មកខែ10និងខែ11បាទខែ10និងខែ11ជាពេលវេលាដែលស្វាយកែវរមៀតមានតម្លៃថោកខ្លាំងនៅក្នុងការផលិតស្វាយកែវរមៀតខុសរដូវបាទមិនមែនថោកខ្លាំងក្នុងស្វាយរដូវណាបាទខែ10ខែ11គឺថោកខ្លាំងក្នុងការផលិតស្វាយខុសរដូវបាទអញ្ចឹងឲ្យតែស្វាយខុសរដូវប្រមូលផលក្នុងខែ10ក្នុងខែ11យើងសង្កេតឃើញប្រហែលឆ្នាំមកនេះគឺវាតម្លៃវាទាបបាទយើងតម្លៃវាទាបជាងខែផ្សេងក្នុងការធ្វើខុសរដូវបាទបន្ទាប់មកបាទខែដែលថ្លៃខ្លាំងមួយទៀតបាទគឺក្នុងខែបាទ12បាទក្នុងខែ12បាទក្នុងខែ12ដែលវាថ្លៃខ្លាំងគឺយើងឃើញចន្លោះពីបាទសប្តាហ៍ទី1ក្នុងខែ12រហូតទៅដល់សប្តាហ៍ទី3ក្នុងខែ12បាទតែតម្លៃថ្លៃខ្លាំងបាទតែតម្លៃថ្លៃខ្លាំងបន្ទាប់មកគឺក្នុងខែ1ខែ2បាទក្នុងខែ1និងខែ2តម្លៃអាចថ្លៃមធ្យមក្នុងការធ្វើស្វាយកែវរមៀតខុសរដូវបាទអញ្ចឹងពេលវេលាប្រមូលផលដែលថ្លៃខ្លាំងទី1បាទយើងឲ្យលេខរៀងបាទលេខរៀងទី1គឺខែ6ខែ7ខែ8ខែ9បាទលេខរៀងទី2ខែ12បាទហើយលេខរៀងទី3ខែ1ខែ2លេខរៀងទី4បាទខែ10ខែ11បាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងមូលហេតុបាទដែលក្នុងខែ6ខែ7ខែ8ខែ9ស្វាយថ្លៃខ្លាំងបាទគឺដោយសារបាទស្វាយខុសរដូវដែលយើងធ្វើបានក្នុងខែនោះគឺត្រូវការទឹកចាំបាច់បាទត្រូវការទឹកចាំបាច់ព្រោះខែ6ខែ7ខែ8ខែ9គឺយើងត្រូវការចាក់អរម៉ូនតាំងពីបាទក្នុងខែ12ខែ1មកម្លេះប៉ុន្តែក្នុងខែ12ខែ1គឺវាអត់មានភ្លៀងបាទអត់មានភ្លៀងបាទចឹងហើយដីមិនសើមវាជាឧបសគ្គមួយក្នុងការអ្នកធ្វើស្វាយខុសរដូវបាទគឺទឹកបញ្ហាចម្បងសំខាន់បាទហើយបញ្ហាទី2ដែលมันអាចផលិតបានក្នុងខែ6ខែ7ខែ8ខែ9បាទគឺស្ដាយម្ចាស់ចម្ការស្ដាយផ្លែដែលមាននៅលើដើមបាទអញ្ចឹងគាត់ស្ដាយផ្លែដែលមាននៅលើដើមឬក៏ផ្កាដែលមាននៅលើដើមបាទដែលមាននៅជាប់នឹងដើមក្នុងខែ12ខែ1ខែ2បាទខែ3អញ្ចឹងគាត់មិនមានទឹកផងហើយគាត់ស្ដាយផ្លែនឹងផងបាទដូច្នេះហើយគាត់មិនអាចផលិតស្វាយឲ្យប្រមូលផលបាននៅក្នុងខែ6ខែ7ខែ8ខែ9ទេបាទ
បើចំផលិតបាននៅក្នុងខែ6ខែ7ខែ8ខែ9ដែលជាខែដែលស្វាយថ្លៃបំផុតហ្នឹងបាទត្រូវដោះស្រាយរឿងទឹកត្រូវដោះស្រាយរឿងទឹកឲ្យបានបាទអញ្ចឹងប្រព័ន្ធស្រោចស្រពគឺសំខាន់ណាស់បាទមានប្រព័ន្ធស្រោចស្រពហើយប្រភពទឹកក៏សំខាន់ដែរប្រយ័ត្នទៅឡើងប្រព័ន្ធស្រោចស្រពហើយអត់មានទឹកស្រោចបាទអញ្ចឹងត្រូវសិក្សាទាំងអស់បាទទាំងពីប្រព័ន្ធស្រោចស្រពហើយត្រូវសិក្សាប្រភពទឹកដែលយើងយកមកស្រោចស្រពនឹងផងណាបាទទើបយើងអាចមានលទ្ធភាពធ្វើឲ្យបានប្រមូលផលក្នុងខែដែលថ្លៃបំផុតខែ6បាទខែ7ខែ8និងខែ9ហ្នឹងបាទដែលថ្លៃបំផុតបាទទី2បាទក្នុងខែ12ដែលយើងថាយើងស្វ័យថ្លៃក្នុងចំណាត់ថ្នាក់ទី2បាទបន្ទាប់ពីខែ6ដល់ខែ9បាទសម្រាប់ខែ12ស្វ័យថ្លៃបាទមូលហេតុដែលស្វ័យថ្លៃក្នុងខែ12បាទទី1គឺពិបាកធ្វើបងប្អូនពិបាកធ្វើតែបងប្អូនធ្វើឆ្នាំកន្លងមកឃើញទាញផ្កាក្នុងខែ8ចេញត្រួយច្រើនបាទចេញត្រួយច្រើនអត់ចេញផ្កាក្នុងខែ8ហ្នឹងបាទវាត្រូវបេះខែ12បែរជាអត់បានចេញត្រួយអត់បានចេញផ្កាចេញត្រួយអញ្ចឹងហើយទើបធ្វើឲ្យពិបាកធ្វើបាទក្នុងខែ12ពិបាកបានផ្លែក្នុងខែ12ហើយបញ្ហាធំមួយទៀតក្នុងខែ12ហ្នឹងគឺផ្ការីកនៅរដូវភ្ជុំបាទផ្ការីកនៅរដូវភ្ជុំអញ្ចឹងការថែទាំផ្ការីកនៅរដូវភ្ជុំបាទគឺទាមទារបច្ចេកទេសខ្លាំងការរៀបចំរូបមន្តថ្នាំឲ្យត្រូវថ្នាំនឹងឲ្យមានគុណភាពហើយអ្នកបាញ់ក៏បាទដែលខ្ញុំនិយាយពីដើមដៃថាពីដើមទីដែលថាបច្ចេកទេសបាទក្នុងការអនុវត្តក្នុងការធ្វើហ្នឹងបាទអ្នកបាញ់កម្លាំងពលកម្មអ្នកបាញ់ហ្នឹងក៏សំខាន់ដែរមកផ្ការីកត្រូវតែភ្លៀងហើយអ្នកបាញ់អត់ចេះបាញ់បាទអត់ដឹងថាផ្កាបែបណាបាញ់រីកបាញ់ផ្សែងផ្កាបែបណាបាញ់បុកបាញ់ទម្លាក់ម្អងអត់បានល្អទេបាទនោះធ្វើឲ្យគាត់មិនអាចប្រមូលផលក្នុងខែ12បានទេបាទជួនកាលឆ្នាំល្អហើយតែគាត់បាញ់ទៅបាទมันបានបាញ់ទម្លាក់ម្អងផ្កាបានល្អបាទឆ្នាំល្អមែនឃើញថាទល់ជាប់មែនក្តឹបនៅជាប់ស្ញែកបាទប៉ុន្តែវានឹងបាត់បង់ទៅវិញនៅពេលដែលវារីកមាឌដោយសារគាត់មិនបានបាញ់ទម្លាក់ម្អងបានល្អអញ្ចឹងហើយក្តឹបទាំងនោះវាមានប្រឡាក់បាទវាមានជំងឺនៅជាប់នឹងវាប្រឡាក់អញ្ចឹងនៅពេលដែលប្រឡាក់កោសិកាសម្បកវាមិនបានរឹងមាំពេលដែលវារីកមាឌទៅវាប្រេះវាជ្រុះដដែលបាទអញ្ចឹងអ្នកបាញ់គឺសំខាន់ណាស់បាទពេលដែលមេឃភ្លៀងដែលជាដំណោះស្រាយសំខាន់បាទអញ្ចឹងនោះយើងនឹងបង្ហាញនៅសប្តាហ៍បន្តទៀតបាទហើយមូលហេតុដែលធ្វើឲ្យស្វាយខែ12ថ្លៃខ្លាំងមួយទៀតបាទគឺបាទតម្រូវការខ្ពស់បាទតម្រូវការច្រើនបាទនៅក្នុងខែ12តម្រូវការទាំងរោងចក្រផលិតបាទតម្រូវការទាំងស្វាយខ្ចីបាទស្វាយទីផ្សារស្វាយខ្ចីបាទនៅប្រទេសជិតខាងយើងជាពិសេសប្រទេសថៃបាទគឺគាត់ត្រូវការច្រើនយើងឃើញថានៅក្នុងខែ12ការនាំចេញស្វាយទៅថៃគឺត្រូវការច្រើនបាទអាចថាយើងឃើញឈ្មួញថៃចូលមកទិញចូលមករកស្វាយដល់ក្នុងប្រទេសរបស់យើងទៀតបាទថែមទៀតជាពិសេសមិនជំនាញព្រំដែនបាទដូចខាងបៃលិនបាត់ដំបងបាទខាងប្រទេសមានជ័យឧត្តរមានជ័យព្រះវិហារអីហ្នឹងយើងឃើញឈ្មួញថៃចូលមកច្រើននៅក្នុងខែ12បាទដោយសារតម្រូវការស្វាយបាទជូរបាទស្វាយទីផ្សារហ្នឹងច្រើននៅក្នុងខែ12បាទតែវាថ្លៃត្រឹមតែសប្តាហ៍ទី3ទេណាដែលត្រូវការខ្ពស់ហ្នឹងត្រឹមសប្តាហ៍ទី3អញ្ចឹងបើសិនយើងប្រមូលផលចាប់ពីសប្តាហ៍ទី3ឡើងទៅតម្លៃវាចាប់ផ្ដើមចុះមកបាទដោយតម្លៃក្នុងខែ1ឯងណាបាទអញ្ចឹងយើងត្រូវជ្រើសរើសឲ្យបានបាទនៅក្នុងការថ្លៃខ្លាំងទី2ហ្នឹងបាទលេខរៀងទី2ហើយស្វាយថ្លៃលេខរៀងមួយទៀតគឺតម្លៃល្អដែរគឺខែ1ខែ1ខែ2វាអាចប្រហាក់ប្រហែលក្នុងខែ11ខែ10ខែ11តែក្នុងខែ10ខែ11ដែលវាថោកជាងគេក្នុងការប្រមូលផលស្វាយខុសរដូវហ្នឹងគឺដោយសារការប្រមូលផលខែ10ខែ11ហ្នឹងគឺវាមានច្រើនបាទបងប្អូនយើងធ្វើបានច្រើនងាយស្រួលផលិតបាទអញ្ចឹងធ្វើស្វាយខុសរដូវដើម្បីយកខែ10ខែ11ងាយស្រួលអំណោយផលទាំងការផលិតត្រួយអំណោយផលទាំងការផលិតផ្កាអំណោយផលទាំងការថែទាំផ្កាទៀតបាទថែទាំផ្កាទៀតអញ្ចឹងហើយទើបធ្វើឲ្យការធ្វើស្វាយខុសរដូវប្រមូលផលក្នុងខែ10ខែ11ខែ1ខែ2គឺមានច្រើនបាទអញ្ចឹងច្បាស់ណាស់នៅពេលដែលច្រើនគឺតម្លៃវាមិនសូវល្អប្រហែលទេបាទអញ្ចឹងត្រង់ចំណុចនេះដែរគឺសំណូមពរបងប្អូនដែលមានធនធានមានបច្ចេកទេសបាទមានបច្ចេកទេសហើយមានធនធានត្រឹមត្រូវបាទ
បងប្អូនគួរតែជ្រើសរើសយកបាទធ្វើយកខែនេះបាទខែ6ខែ7ខែ8ខែ9ដែលថ្លៃខ្លាំងហ្នឹងទៅហើយនឹងខែ12ដែលថ្លៃខ្លាំងហ្នឹងទៅបាទដើម្បីជួយកាត់បន្ថយបរិមាណផ្លែស្វាយខុសរដូវនៅរដូវកាលដែលធ្វើងាយស្រួលធ្វើនោះបាទអញ្ចឹងទៅកាត់បន្ថយទុកមិនក៏វាជួយបានគ្នាជួយបានខ្លះដែរណាបាទអញ្ចឹងអ្នកដែលមានបច្ចេកទេសខ្លាំងហើយមានធនធានបាទយើងធ្វើស្វាយខុសរដូវហើយធ្វើក្នុងរដូវកាលដែលពិបាកបាទដែលយកឲ្យថ្លៃខ្លាំងហើយបាទតែពិបាកធ្វើយើងមានសមត្ថភាពតាំងបច្ចេកទេសតាំងធនធានយើងធ្វើយកពេលដែលពិបាកធ្វើហ្នឹងទៅបាទដើម្បីជួយកាត់បន្ថយបរិមាណផ្លែដែលងាយដែលប្រមូលផលក្នុងខែ10 11ខែ1ខែ2ទៅតែអញ្ចឹងក៏វាជួយសម្រួលឲ្យតម្លៃរបស់យើងអាចនឹងល្អប្រសើរឡើងបាទហើយមួយទៀតបាទគឺបើសិនជាអាចបើយើងបានចងក្រងបាទយើងចងក្រងទៅហើយយើងដាក់ផែនការដាក់ពេលវេលាខ្ញុំនៅខាងកំពង់ចាមនេះបាទខ្ញុំឥឡូវខ្ញុំចាក់អរម៉ូនថ្ងៃនេះខ្ញុំទាញផ្កាថ្ងៃនេះបាទហើយបងប្អូននៅខាងនោះខ្ញុំដាក់ថ្ងៃនេះថ្ងៃនោះបាទបើសិនបើយើងអាចផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកហើយកុំឲ្យវាជន់គ្នាខ្ញុំគិតថាប្រហែលជាអាចជួយមិនបានជួយអ្វីខ្លាំងក៏វាអាចជួយបានប្រសើរមួយចំនួនដែរបាទចា៎បាទអញ្ចឹងនេះជាចំណុចបាទចំណុចដែលយើងត្រូវដឹងបាទដើម្បីឲ្យយើងមានព័ត៌មានក្នុងការរៀបចំផែនការសម្រាប់ការធ្វើស្វ័យខុសរដូវបាទចំណុចមួយទៀតបាទគឺយើងត្រូវបាទដឹងពីពេលវេលាបាទពីយើងធ្វើបាទពីពេលណាទៅប្រមូលផលនៅពេលណាបាទអញ្ចឹងការធ្វើស្វាយខុសរដូវបាទគឺយើងចំណាយពេលចន្លោះពីបាទ5ខែកន្លះទៅ6ខែកន្លះបាទ5ខែកន្លះទៅ6ខែកន្លះទើបយើងអាចប្រមូលផលស្វាយខុសរដូវបានយើងរាប់ចាប់ពីថ្ងៃយើងចាក់អរម៉ូនណាអញ្ចឹងនេះយើងរាប់ពីចាក់អរម៉ូនអញ្ចឹងបើយើងរាប់ពីបាទមុនចាក់អរម៉ូនគឺយើងត្រូវចំណាយពេលយើងធ្វើតែងមែកបាទយើងត្រូវបាញ់តម្លាក់ស្លឹកទាញត្រួយបន្ថែមទៀតអញ្ចឹងយើងត្រូវចំណាយពេលខ្ទង់កន្លះខែបាទបន្ថែមទៀតបាទអញ្ចឹងយើងអាចនិយាយបានថាបាទយើងចាប់ផ្ដើមធ្វើចូលតែងមែកទៅគឺរយៈពេល6ខែបាទចន្លោះពី6ខែបាទទៅ7ខែណាចាប់ពីថ្ងៃយើងចាប់ផ្ដើមទៅទើបយើងអាចប្រមូលផលបានអញ្ចឹងបងប្អូនដឹងពេលវេលាហ្នឹងហើយបងប្អូនយកទៅផ្ទៀងជាមួយនឹងខែដែលយើងដែលខ្ញុំជំរាបថាថ្លៃមិញនេះបាទអញ្ចឹងថ្លៃខ្លាំងខែ6ខែ7ខែ8ខែ9អញ្ចឹងបើចង់បានក្នុងថ្លៃខ្លាំងវគ្គ1ហ្នឹងបាទគឺយើងត្រូវមានទឹកស្រោចណាហើយយើងកុំស្ដាយនៅផ្លែចាស់កុំស្ដាយនៅផ្លែរដូវនៅផ្ការដូវបាទយើងកុំតិចវាចោលហើយយើងមានទឹកស្រោចបាទយើងធ្វើមុនបាទយើងអាចប្រមូលផលក្នុងខែ6 7 8 9ហ្នឹងបានបាទអញ្ចឹងយើងត្រូវធ្វើតាំងខែ12បាទ12ឬខែ1ណាបាទតែយើងប្រមូលផលក្នុងខែ12បាទក្នុងខែ12អញ្ចឹងយើងត្រូវតាក់តែងមែកតាំងខែ5ហ្នឹងបាទយើងត្រូវតាក់តែងមែកក្នុងខែ5យើងចាក់អរម៉ូនក្នុងខែ6យើងបញ្ចេញផ្កាក្នុងខែ8បាទអញ្ចឹងគឺយើងទទួលបាននៅផ្លែក្នុងខែ12បាទអញ្ចឹងយើងត្រូវដឹងចំណុច2ហ្នឹងសំខាន់បាទទី1គឺខែដែលថ្លៃដែលខ្ញុំបានជម្រាបជូនពុកម៉ែបងប្អូនហ្នឹងបាទហើយទី2គឺពេលវេលាដែលយើងធ្វើទៅឲ្យបាននៅពេលហ្នឹងបាទហើយបងបាទហើយក្នុងចំណុចហ្នឹងបងប្អូនខ្លះគាត់ឆ្ងល់លោកគ្រូថាលោកគ្រូកំណត់មិនបានលោកគ្រូបើធ្វើជួនចេញត្រួយបាទជួនចេញផ្កាណាអ្នកគ្រូបាទគាត់តែតើជាមួយនឹងការកំណត់ថាគួរតែយើងកំណត់ហ្នឹងវាត្រឹមត្រូវដែរអត់ដោយលោកគ្រូថាបញ្ជាក់វាច្បាស់ជាសំខាន់ណាស់លោកគ្រូតើតើជាមួយនឹងការធ្វើយើងដឹងពីពេលវេលាកំណត់ទៅប្រមូលផលហើយយើងត្រូវចាប់ដើមនៅពេលណាប៉ុន្តែដោយលោកគ្រូបញ្ជាក់ចឹងពេលវេលាដែលថ្លៃលោកគ្រូអុយរ៉េតមាន4ចាប់ពីខែណាដល់ខែណាប៉ុន្តែខ្ញុំចង់ដឹងថាបើសិនជាសម្រាប់យោបល់របស់លោកគ្រូផ្ទាល់ព្រោះមានអ្នកដែលគាត់សួរថាសម្រាប់យោបល់របស់អ្នកបច្ចេកទេសផ្ទាល់គួរតែឲ្យគាត់ជ្រើសរើសថាធ្វើខែមួយណាដែលវាចំណាយតិចបើន័យថា
តែតងជាមួយនឹងកត្តាដែលលោកគ្រូលើកឡើងពីបញ្ហាការពីរដូវកាលមុននឹងមានអីខ្លះហើយនៅបញ្ហាទាំងអស់ហ្នឹងភាគច្រើនវាកើតនៅខែណាអញ្ចឹងបើសិនជាគាត់ចង់ចំណេញតើគាត់គួរតែបញ្ជាបញ្ហាណាបានខ្លះហើយគាត់គួរតែជ្រើសរើសថាគាត់ធ្វើគាត់ផលិតទៅឲ្យវាទទួលបានផលនៅក្នុងខែណាដែលតម្លៃវាបានសមរម្យហើយកាត់បន្ថយថ្លៃដើមចា៎បាទអរគុណច្រើនណាស់គ្រូបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងផែនការដែលយើងធ្វើបាទដើម្បីឲ្យយើងជ្រើសរើសទៅបាទទី1បានបាទចំណាយតិចហើយកាត់បន្ថយហានិភ័យផ្សេងបាទអញ្ចឹងយើងត្រូវដឹងថានៅពេលដែលយើងកាត់បន្ថយចំណាយតិចនៃកាត់បន្ថយហានិភ័យផ្សេងអញ្ចឹងគឺវាងាយធ្វើបាទនិយាយសាមញ្ញគឺងាយធ្វើបាទអញ្ចឹងងាយធ្វើប្រកបណាស់តម្លៃយើងត្រូវតែទទួលយកបាទថាมันពោះខ្លាំងទេបាទអញ្ចឹងងាយធ្វើបាទហើយតម្លៃมันខ្ពស់ខ្លាំងបាទតែខ្ញុំចែកម្លែកបាទជូនពុកម៉ែបងប្អូនគឺយើងតម្រូវប្រមូលផលក្នុងខែ10ខែ11បាទអញ្ចឹងក្នុងខែ10ខែ11នេះបាទយើងធ្វើយើងចំណាយបាទមធ្យមបាទតែយើងអាចបានផលច្រើនហើយបាទងាយស្រួលគ្រប់គ្រងនៅកត្តាចង្រៃបាទសម្បីតែភ្លៀងនៅពេលដែលផ្ការីកក៏តិចអត្រាក្បាលរុយក៏ឡើងច្រើនបាទបាទប៉ុន្តែត្រូវដឹងថាងាយធ្វើយើងក៏ងាយគេក៏ងាយបាទអញ្ចឹងត្រូវត្រៀមចិត្តទទួលយកថាតម្លៃมันបានល្អប្រសើរប្រហែលតិចណាខែ10ខែ10បាទហើយងាយធ្វើមួយទៀតបាទងាយធ្វើមួយទៀតហើយមិនសូវមានកត្តាហានិភ័យផ្សេងហើយចំណាយតិចបាទអាចចំណាយតិចជាងខែ10ខែ11ទៀតបាទគឺយើងធ្វើសម្រាប់យកបាទប្រមូលផលក្នុងខែ1និងខែ2បាទអញ្ចឹងយើងប្រមូលផលក្នុងខែ1ខែ2ក៏ការចំណាយរបស់យើងបាទរៀងតិចបាទហានិភ័យផ្សេងមិនសូវមានអាចនៅក្នុងខែ1បាទប៉ុន្តែនៅពេលដែលយើងយកខែ1ខែ2យើងប្រឈមទៅបញ្ហាមួយទេដែលធំគឺសម្មើបាទដែលសម្មើខ្ញុំបានលើកឡើងហ្នឹងបាទគឺសម្មើហើយមួយទៀតបើសិនជាយើងដាក់ចិត្តថាយកខែ1ខែ2ហ្នឹងបើសិនជាជួបសម្មើខ្លាំងគ្រប់គ្រងអត់ជាប់គឺយើងអត់តែម្ដងទៅរដូវតែម្ដងអញ្ចឹងបងប្អូនជាអ្នកសម្រេចចិត្តខ្ញុំគ្រាន់តែបង្ហាញផ្លូវប្រាប់វិភាគប្រាប់តែបងប្អូនអ្នកសម្រេចចិត្តថាជាធ្វើមួយណាធ្វើខែណាណាបាទតែបើបងប្អូនធ្វើយកខែ10ខែ11បាទវារៀងចំណាយច្រើនជាងយកខែ1តែផែនការយើងរៀបណាក្នុងខែ1យើងរៀបផែនការវាចំណាយតិចជាងហើយប៉ុន្តែនៅពេលដែលជួបបញ្ហាសម្មើខ្លាំងគឺយើងពិបាកក្នុងការគ្រប់គ្រងវាអាចនឹងបាត់បង់បាទតែបើខែ10ខែ11មិនសូវជាហានិភ័យសម្មើទេបាទតែយើងរៀងចំណាយច្រើនជាងការយកក្នុងខែ1ណាការប្រមូលផលខែ1បាទតែបើយើងយកក្នុងខែ10ខែ11បាទយើងប្រមូលផលខុសរដូវវស្សាហើយយើងប្រមូលផលបាទនៅមុនរដូវវស្សាទៀតណាអាចប្រមូលផលមុនរដូវវស្សាទៀតអញ្ចឹងយើងអាចធ្វើទៅវាបាន2ដងបាទតែ2ដងដែលមិនជន់ក្នុងស្វាយរដូវទេបាទតែបើយើងធ្វើយកក្នុងខែ1បាទយើងប្រមូលផលក្នុងខែ1គឺយើងបានខុសរដូវតែមួយដងហើយយើងបាទនឹងប្រមូលផលត្រូវរដូវវស្សាទៀតដែលបរិមាណច្រើនណាបាទដែលបរិមាណច្រើនហើយប្រឈមនឹងបញ្ហាសម្មើបើសិនជាយើងយឺតតែបន្តិចបើយើងបានផ្កានៅពេលដែលខែភ្ជុំហើយរាំងភ្លៀងបានផ្កាអត់អីទេសម្មើទ្រីបអត់ទាន់សូវមានទេប៉ុន្តែបើសិនជាដាច់ទឹកភ្លៀងហើយមួយខែបាទសម្មើវត្តមានសម្មើអាចនឹងមានច្រើនបាទអញ្ចឹងយើងត្រូវសម្រេចចិត្តដោយខ្លួនឯងថាគួរយកក្នុងខែណាបាទខ្ញុំក៏នៅបង្ហាញផ្លូវណាបាទជំរាបខ្ញុំខែនេះស្រួលបាទខែហ្នឹងស្រួលដល់ទៅបុកធ្វើខែហ្នឹងទាំងអស់គ្នាច្បាស់ណាស់តម្លៃហ្នឹងចុះទៀបអូតូម៉ាទិកគឺតម្លៃទៀបឲ្យទៅដល់តាណាគ្នាច្រើនបាទសំបីតែឈ្មួញបេះក៏បេះអត់តាន់ដែរណាក៏បេះអត់តាន់ដែរអញ្ចឹងច្បាស់ណាស់តម្លៃទៀបអីបាទអញ្ចឹងបានខ្ញុំលើកឡើងសំណុំពរមុនហ្នឹងអ្នកដែលមានបច្ចេកទេសឲ្យមានធនធានព្យាយាមធ្វើយកអាខែដែលថ្លៃខ្លាំងហ្នឹងបាទ
ហានិភ័យរៀងច្រើនប៉ុន្តែបើធ្វើបានគឺចំណេញខ្លាំងចំណេញទ្វេដងបាទអញ្ចឹងអ្នកដែលមានចែកទេសមានធនធានគួរតែជ្រើសរើសយកខែដែលថ្លៃខ្លាំងដែលពិបាកធ្វើហ្នឹងធ្វើទៅបាទចា៎ព្រោះវាជួយកាត់បន្ថយចំនួនខែដែលងាយក្នុងការធ្វើឲ្យបងប្អូនពុកម៉ែបងប្អូនគាត់បានបរិមាណរៀងទាបអញ្ចឹងតម្លៃអាចនឹងល្អប្រសើរណាខ្ញុំអត់សន្យាថាតម្លៃល្អប្រសើរប៉ុន្តែខ្ញុំគាត់តែចែកម្លែកតាមអ្វីដែលខ្ញុំគិតតាមអ្វីដែលយើងឃើញហើយតាមការសិក្សាកន្លងមកណាបាទបរិមាណច្រើនបាទបរិមាណគុតគង់ច្រើនតម្រូវការទាបបាទតម្លៃនឹងចុះទាបបើបរិមាណគុតគង់តិចតម្រូវការខ្ពស់តម្លៃនឹងឡើងខ្ពស់ណាបាទអរគុណលោកគ្រូសម្រាប់ការចែកម្លែកអញ្ចឹងតើតងជាមួយនឹងការកំណត់ពេលវេលាប្រមូលផលគឺលោកគ្រូថាចែកម្លែកនៅចំណុចសំខាន់ពីរតើតងជាមួយនឹងយើងអាចសិក្សាពីស្ថានភាពទីផ្សារហើយមួយទៀតយើងអាចសិក្សាពីហានិភ័យឬចាពេលវេលាហានិភ័យដែលពាក់ព័ន្ធជាមួយនឹងការផលិតឲ្យកំណត់ទៅតាមពេលវេលាដែលយើងចង់បានហ្នឹងចាអញ្ចឹងដូចលោកគ្រូបញ្ជាក់បន្ថែមអញ្ចឹងតើតងជាមួយនឹងការធ្វើទៅវាបានជោគជ័យហើយវាទទួលបាននៅទីផ្សារល្អវាអាស្រ័យពេលខ្លះយើងអាចមើលឃើញថារដូវកាលហ្នឹងគឺវាបានថ្លៃប៉ុន្តែឧបសគ្គនៅក្នុងការធ្វើចាវាមានច្រើនប៉ុន្តែបើសិនជាគាត់មានលទ្ធភាពឬក៏ធនធានរបស់គាត់ចាមានគ្រប់គ្រាន់គាត់អាចធ្វើបានគឺក៏គាត់ទទួលបាននៅទីផ្សារល្អដែរអញ្ចឹងការសម្រេចចិត្តគឺអាស្រ័យទៅលើបងប្អូនជាអ្នកធ្វើខ្លួនឯងផ្ទាល់ហើយនឹងគាត់អាចសិក្សាពីស្ថានភាពតំបន់របស់គាត់ផ្ទាល់ផងដែរចាអរគុណលោកគ្រូសម្រាប់ការចែករំលែកនៅចំណុចនេះហើយបន្តទៅទៀតនេះខ្ញុំចង់ដឹងថាតើបើសិនជាយើងដឹងពីពេលវេលាដែលខ្លួនឯងចង់បានហើយគាត់កំណត់ពីពេលវេលាដែលគាត់ចង់បានប្រមូលផលពេលណាហើយអញ្ចឹងគាត់អាចជ្រើសរើសពេលវេលាដែលគាត់គិតថាគាត់មានលទ្ធភាពធ្វើកត្តាបន្ទាប់ដែលគាត់ត្រូវគិតចាព្រោះថាធម្មតាយើងធ្វើអីមួយវាតែងតែមានឧបសគ្គលើគូប៉ុន្តែអ្វីដែលយើងត្រូវត្រៀមទុកជាមុនដើម្បីដោះស្រាយនៅហានិភ័យឬក៏ឧបសគ្គផ្សេងទាញយកផលចំណេញហ្នឹងតើគាត់គួរតែត្រូវត្រៀមអីបន្ថែមទៀតចាបាទអរគុណបាទអរគុណច្រើនបាទអញ្ចឹងយើងដឹងពីចំណុចទាំងអស់ហ្នឹងហើយបាទយើងរៀបចំផែនការហ្នឹងច្បាស់ជាក់លាក់ហើយដែលយើងសម្រេចចិត្តហើយថាធ្វើយកខែណាអីហើយណាបាទដែលបងប្អូនត្រៀមបាទចាំបាច់បំផុតបាទគឺបច្ចេកទេសបាទអញ្ចឹងបច្ចេកទេសទោះបងប្អូនខ្លះគាត់ថាគាត់ធ្វើស្វាយយូរឆ្នាំហើយបាទគាត់ចេះហើយបច្ចេកទេសគាត់ធ្វើ10-20ឆ្នាំហើយណាបាទក្តីបាទគាត់បាទគួរតែបាទប្រឹក្សាបន្ថែមគួរតែសហការបន្ថែមជាមួយនឹងអ្នកបច្ចេកទេសដែលគាត់គិតថាល្អដែលគាត់គិតថាទុកចិត្តបានបាទអញ្ចឹងតេតងគ្នាប្រឹក្សាគ្នាបាទអាចទំនាក់ទំនងបាទប្រឹក្សាតាមអនឡាញផងបាទអាចអញ្ជើញចុះទៅជួយប្រឹក្សាជួយមើលបន្ថែមផងណាបាទព្រោះអីអាកាសធាតុវាអត់ដូចពីមុនទេបាទអញ្ចឹងការធ្វើក៏អត់ដូចពីមុនដែរបាទផលិតផលក៏អត់ដូចពីមុនដែរណាបាទបច្ចេកវិទ្យាថ្មីក៏មានមកច្រើនដែរអញ្ចឹងមិនមែនថាបាទអ្នកបច្ចេកទេសថ្មីមកក្មេងៗមួយថ្ងៃនោះឬមួយក៏ទំធ្វើស្វាយសោះទំរៀនពីស្វាយសោះហើយហេតុអីបានទៅបរៀនគាត់ចេះ10ឆ្នាំ20ឆ្នាំហើយអីហើយអញ្ចឹងបាទអញ្ចឹងសូមបងប្អូនដកអារម្មណ៍នឹងមួយចេញហើយយើងទទួលយកនៅអ្វីដែលថ្មីបាទអញ្ចឹងយើងត្រូវមានអ្នកបច្ចេកទេសប្រចាំមកបាទប្រឹក្សាទៅអត់មានគិតសេវាមានអស់ថ្លៃអីទេខ្ញុំក៏ដោយឬក៏ខាងណាក៏ដោយឲ្យតែបងប្អូនបាទទុកចិត្តថាអាចជួយបានបាទអាចដោះស្រាយនៅបញ្ហាយើងបានបាទយើងទំនាក់ទំនងគ្នាទៅបាទយើងត្រូវត្រៀមបច្ចេកទេសបាទហើយមួយទៀតផលិតផលបាទផលិតផលចាំបាច់ណាបងប្អូនត្រូវតែជ្រើសរើសផលិតផលដែលមានគុណភាពបាទដែលមានស្តង់ដារមានគុណភាពមានសុវត្ថិភាពបាទចាំយើងជ្រើសរើសយកទៅប្រើជួនកាលតម្លៃខុសគ្នាបន្តិចបន្តួចប៉ុន្តែផលិតផលនោះមានគុណភាពវាជាផលិតផលដែលជាដំណោះស្រាយជូនពុកម៉ែបងប្អូនបាទឯផលិតផលមួយចំនួន
bà dương vô từ pra ọt bàn lõ bà việc với dương khát về việc tới chiaผลิตภัณฑ์บำนาญละเวลามันแมนชีผลิตภัณฑ์ตรวจมันแมนชีผลิตภัณฑ์บำนาญสลายบางจังการเชื่อเรื่องผลิตภัณฑ์เยอะต่อปรับคือสำคัญนะโดยยมจะมีชุนปีดาวจังแบบนำไหลตัวซับให้ได้มีเท่ามีไหลจังสมัติเกี่ยวกับตามนั้นนะแบบตามนั้นได้คุณภาพผลิตภัณฑ์โดยขี้ได้แบบสร้างเทียนจำโดยขี้ที่โรยโดยขี้เล็กโดยขี้ปัจจัยการสรุปโยการทำการบอกวิอัดบานโดยขี้ที่ได้ทราบปัจจัยวิชีโรงจักรในมวยผลิตเมาส์คือมีใจจีบเซ็งนี่แบบเซ็งนี่แบบยังตัวอันเปกาอุทธรณ์ยังเคยในขนมดอกนั่งเล็กโดยขี้เพียโรยโดยขี้เทศกรรมโดยขี้ปัจจัยการโยแต่เพื่อโยแต่บ้านคือมันโดยขี้ที่แบบการสรุปโยระบบรูปจิตมันบ้านแบบผลิตพอคละสรุปโยอัดบานหรอผลิตพอคละดักเตอร์คือสรุปโยบานซีโยบานแบบกระนั้นสรุปโยบานยังการเชื่อเรื่องผลิตพอนั้นคือสำคัญนะบางยังบางคนถึงมีทางการผลิตถึงมีประชาชนไม่ทำไมแบบถึงมีเชื่อเรื่องผลิตพอหลายบ้านจำเริญแบบให้เตรียมตามต้นแบบสำหรับผลิตได้แบบบางอย่างตามต้นมันบ้านเตรียมดัดดอลที่อุทธรณ์สลายผลิตภัณฑ์นั้นผลิตภัณฑ์ดังตลอดปลาเต้เชี่ยดำหนักสลายบ่าได้ดับเบิลบงโปนคว้าดามต้นแต่เตยอย่างนั้นอัดบ้านบ่าบงโปนละบ่าช็อตอันนี้ช็อตอันนู้นอัดบ้านเตรียมตกม้นบ่าโยเมาส์เวียมันแมนเชี่ยผลิตภัณฑ์ได้เชี่ยดำหนักสลายชุนพวกไม้บงโปนเวียเชี่ยผลิตภัณฑ์บงนอบ้านนะบงโปนคว้าดามต้นเหมือนบ้านสไปโรผลิตภัณฑ์เดือดเติมเตยมาปราบรักแต่ยืนจองปลาโยมาปราบรักบ้านบ่าในปีแต่ยังบังเตอร์คอกบ่าคือขาดไอ้คลาคอกตีมวยบ่าในปีแต่ขาดแต่บอกคือขาดลุยแต่ยังจะติ้งผลิตภัณฑ์นั้นเหมือนอันเดิมเติมบ่าขาดตีปีขาดเปรีลีบ่าขาดตีใบขาดกำลังโปรแกรมขาดตีบุญทอมหมดคือขาดพอบอกบองโปนั่งไงบ่าในปีแต่ยังบังเข้ามาดองคือยืนขาดพอจะได้เหมือนแต่บ่าจังมุนนั่งสมัยจัดปราบรักคือสมัยจัดได้บ้างบ่าจังนี่เชื่อฟอร์มเมียนมาจนวันได้สมัยบ่อยบงโอนเรียบจอมแผนการบ่าเรียบจอมแผนการเราไปผลิตสไลด์เขาได้เอาเติมเติมบ่าจังยมมันแมนกรรมที่ไงนี่ยมเรียบจอมแผนการบงโอนเธอไงนาเด้ยมก่อนได้ใจเล็กทำไปบงโอนมีครึ่งโยtớiประจานนะจะได้kếtให้เรียบจอมคลุนไอ้บ่าถ้าได้กูของโมพอเป็นนะบ่าไอ้กูจับรำในเป็นนะไอ้จนหน่อยมวยติดยังจบมาจนหน่อยใช้ยังโจดอจนหน่อยมวยติดการเชื่อเรื่องดาวแต่นำไปผลิตสไปเข้าระดับแบบยังการเชื่อเรื่องดาวนำไปผลิตนี่คือสำคัญนะเดี๋ยวพวกยังทั่วการเพื่อสไปเจ้าเป็นคนđóคือยังจำหน่ายชนะยังประสันไปยังเชื่อเรื่องดาวมันบานเติมเติมนู้ยังผลิตสไปหมอแบบมันบานจำหน่ายเลยvì ai khaiชนะมือtới khaiชนะนะตอนนี้เราไปประมวลพอเมาส์มันแต่ใช้อดบานจำหน่ายไงแบบยังการเชื่อเรื่องดาวแบบตีมวยแบบบงโอนเติมเชื่อเรื่องดาวหน้าแต่มีนระดับเพียบเอาพลายมาเยอะเลือกปี50 กิโลขนมมวยดาวแบบเลือกปี50 กิโลขนมมวยดาวแต่ระดับเพียบเวียบดออะไรเยอะนะแบบยังบงโอนอาจเมื่อดังออดถ้าดาวนึงอาจดอพออะไรเยอะเลือกปี50 กิโลขนมมวยดาวแบบในkhuดังấy mơ mày nhưng vùng tại trong xua là khu đấy bà là khu ấy đôi chia là khu xua màu trắng hay khác dương ở ban cơn đó bánh hà nè trắng có thể thay nhau là tua này tì chia mà cha chỉ ca cho dương đăng tập pi xoay bò dương đâm dẹp pe màn năm tại ai cơ bàn xua mà lực khủ chạy cái tê là khủ là xoay nhau đâm ban dẹp peแผงชนะไม่คือกับประมวยชนะไม่เก็บมาสไลด์แต่ผมแผงแต่ประมวยชนะอาจช่วยเขาเดินมาในละครูจังส่งไปใจกันเตะจ้ะแต่ดับไปละครูนายน้อมท่าไปใจกันเตะเมียนน้องนั้นเมียนการเจริญดามสไลด์แบบนี้คือเขาเดินตัวบ้านแต่ละพอคูณจังโดยทำไมได้จ้ะกอดทำไมเพราะไงก็ส
សម្រាប់ខ្ញុំក៏ថ្មីដែរលោកគ្រូខ្ញុំធ្លាប់តែលើថា បាទ យើងរៀនពីបច្ចេកទេសនៃការធ្វើយកទៅហ្មងណាប៉ុន្តែសម្រាប់បច្ចេកទេសនៅក្នុងការជ្រើសរើសដើមអត់ទាន់ដឹងថាត្រូវមើលលើអីខ្លះឯលោកគ្រូអញ្ចឹងចង់ឲ្យលោកគ្រូចែកម្លែកកន្លែងហ្នឹងលម្អិតបន្តិចបន្ថែមដើម្បីឲ្យគាត់បានយកក៏ដូចជាសម្រាប់អ្នកដែលថ្មីចាសម្រាប់អ្នកដែលចាស់គាត់យកជាបទពិសោធន៍បន្ថែមទៀតប៉ុន្តែសម្រាប់អ្នកដែលថ្មីក៏វាជាអ្វីមួយដែលជាកន្លឹះសំខាន់មួយនៅក្នុងការជំរុញឲ្យការធ្វើរបស់គាត់នឹងទទួលបានទិន្នផលខ្ពស់ដែរចា៎បាទអរគុណច្រើនលោកគ្រូបាទអញ្ចឹងពាក់ព័ន្ធមួយចំណុចនេះគឺសំខាន់បាទបើយើងធ្វើទៅយើងចំណាយច្រើនយើងអាចចំណាយដូចគ្នាឬក៏ចំណាយខុសគ្នាតិចតួចប៉ុន្តែបើលទ្ធភាពដើមនឹងវាមិនអាចឲ្យលើសពី50គីឡូទេគឺយើងខាតយើងធ្វើទៅបាទទោះយើងធ្វើបានល្អបាទយើងគ្រប់គ្រងបានស្ថានភាពល្អស្ថានភាពល្អផ្លែច្រើនពេញដើមក៏ពិតមែនប៉ុន្តែបើលទ្ធភាពដើមនឹងមិនអាចលើសពី50គីឡូយើងធ្វើទៅអត់ចំណេញបាទយើងធ្វើទៅអត់ចំណេញអញ្ចឹងបានថ្មីនេះក៏ដូចជាឆ្នាំមុនអីមានបងប្អូនមួយចំនួនគាត់បានផ្ញើមកឲ្យខ្ញុំមើលបាទដើមហ្នឹងបាទលោកគ្រូខ្ញុំចង់ធ្វើខុសទៅតាមចែកទេលោកគ្រូខ្ញុំធ្លាប់ធ្វើកន្លងមកដែរវាបានចំណេញគួរសមដែរបាទឥឡូវឆ្នាំនេះបរិថែមបាទដល់ពេលបរិថែមគាត់ជ្រើសរើសដើមអត់បានល្អបាទគាត់អាងធ្វើពីមុនមកចំណេញធ្វើតាមយើងទៅត្រូវចំណេញប៉ុន្តែដល់ពេលរើសដើមអត់បានល្អពួកគាត់អាចខាតដែរបាទថ្មីនេះមានបងប្អូនមួយចំនួនគាត់ឲ្យខ្ញុំជួយប្រឹក្សាដែរដល់ពេលខ្ញុំសួរពីទំហំដើមសួរពីអាយុដើមអីទៅគាត់ទៅ4 5ឆ្នាំរៀនផ្លែដំបូងហើយផ្លែបានតិចតួចគាត់ចង់ធ្វើខុសទៅអញ្ចឹងគឺខ្ញុំបានផ្ដល់យោបល់ឲ្យគាត់ថាมันគួរធ្វើទេបាទអញ្ចឹងយើងទុកឆ្នាំក្រោយបាទអញ្ចឹងមិនមែនថាឲ្យតែគាត់ធ្វើទៅយើងដល់លក់បានហើយគាត់ធ្វើទៅខាតគឺខ្ញុំអត់ចង់អញ្ចឹងទេចង់យើងប្រឹក្សាគាត់ហើយគាត់ថាការមួយអង្គក្រីហើយគាត់ធ្វើទៅគាត់បានចំណេញនៅពេលដែលគាត់បានចំណេញបាទទើបដេប៉ូដៃគូរបស់អង្គក្រីចំណេញតោះតែដេប៉ូដៃគូនិងម្ចាស់ចការចំណេញទើបក្រុមហ៊ុនអង្គក្រីអាចបាទចំណេញអាចរស់រានមានជីវិតបានប្រសិនបើបងប្អូនម្ចាស់ចការខាតបងប្អូនម្ចាស់ចការឈប់ធ្វើខាតបាទអង្គក្រីក៏មិនអាចមាននិរន្តរភាពដែរអង្គក្រីក៏មិនអាចឈរជើងបានបាទអញ្ចឹងគឺគោលបំណងរបស់ខ្ញុំគឺធ្វើយ៉ាងណាដើម្បីឲ្យពុកម៉ែបងប្អូនចំណេញបាទឲ្យបងប្អូនបានចំណេញទើបពួកខ្ញុំអាចរស់រានបានដែរបាទអញ្ចឹងហើយបើសិនជាដើមដែលมันមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើគឺខ្ញុំអត់ឲ្យធ្វើទេអត់ប្រឹក្សាមិនបាច់ធ្វើទេបងទុកវាតាមដំណើរទៅណាបាទអញ្ចឹងដើមចាប់ពី50គីឡូឡើងចាំយើងធ្វើខុសរដូវណាដែលអាចលទ្ធភាពឲ្យយើងធ្វើបានអញ្ចឹងយើងមើលមិនបាទបងប្អូនអាចមើលស្វាយរដូវបាទបើសិនជាដើមនឹងស្វាយរដូវយើងបេះទៅបានលើ50គីឡូហើយបាទឆ្នាំក្រោយហ្នឹងយើងបេះផ្លែហើយហ្នឹងយើងអាចធ្វើខុសរដូវបានហើយបាទយើងអាចធ្វើខុសរដូវបានព្រោះអាស្វាយរដូវហ្នឹងវាងាយអំណោយផលឲ្យវាហើយអញ្ចឹងបើវាបាន50គីឡូពេលហ្នឹងពេលយើងធ្វើខុសរដូវទៅលទ្ធភាពវាឡើងដល់70ឬក៏100ហើយព្រោះវាចំណាយពេលកន្លះឆ្នាំទៀតណាបានយើងប្រមូលផលអញ្ចឹងដើមវាធំជាងមុនដែរបាទប៉ុន្តែបើសិនជាអាស្វាយរដូវហ្នឹងអំណោយផលទាំងផ្កាអំណោយផលទាំងការស្រូបយកជីវជាតិអំណោយផលទាំងអាកាសធាតុហើយលទ្ធភាពផ្លែវាអត់ដល់50គីឡូផងហើយយើងយកវាមកធ្វើខុសរដូវដែរកាត់ហានិភ័យអីផ្សេងភាពពិបាកក្នុងការធ្វើអាកាសធាតុមិនអំណោយផលអីចុះឡើងយ៉ាត់តែនៅសល់តែ20គីឡូឬ30គីឡូក្នុងមួយដើមបងប្អូនធ្វើខុសរដូវចំណាយលុយអស់ច្រើនគឺมันអាចចំណេញបានទេបាទអញ្ចឹងតើតែដើមនឹងអាចផ្ដល់ផលឲ្យយើង50គីឡូឡើងចាំយើងជ្រើសរើសវាយកមកធ្វើស្វាយខុសរដូវបាទទើបយើងជ្រើសរើសយកមកធ្វើស្វាយខុសរដូវបាទហើយមួយទៀតបាទអាចវិធីមើលមួយទៀតបងប្អូនអាចវាស់ទំហំដើមបាទបងប្អូនវាស់ទំហំដើមបាទស្យាបមែកម្ខាងអាច2ម៉ែត្រយ៉ាងតិច2ម៉ែត្រអញ្ចឹងបូកចូលគ្នាកត់ផ្ចិតពីចុងមែកម្ខាងមកចុងមែកម្ខាងទៀតប្រហែល4ម៉ែត្របាទចុងមែកម្ខាងមកចុងម្ខាងទៀតប្រហែលយ៉ាងតិច4ម៉ែត្រហើយកម្ពស់ចាប់ពី3ម៉ែត្រកន្លះឡើងទៅបាទអញ្ចឹងកម្ពស់ចាប់ពី3ម៉ែត្រកន្លះឡើងទៅហើយប្រហែលស្យាបមែកម្ខាងមកស្យាបមែកម្ខាងប្រហែល4ម៉ែត្រហើយមែកមូលបាទមែកមូលមិនមែនមែកនឹងមូលមែកនឹងសបែទេបាទបើន័យថាមែកនឹងវាជុំវិញដើមបាទមែកវាជុំវិញដើមអញ្ចឹងយើងហៅថាមូលណាបាទអញ្ចឹងវាមានគ្រប់ជ្រុងគ្រប់ទឹក
bà những chừng phơi tới ảnh phò tràn ảnh bàn tràn giặt men hãng bị trong một hang mau trong một hang 7 4 mét vỏ máu trong khang máu trong kháng 4 mét bên đây đóไปមកខាងពីទិសទៀតលេងអត់មានមេឃសោះលហោអាហ្នឹងក៏យើងធ្វើទៅអត់ចំណេញដែរអញ្ចឹងយកអង្គផ្ចិតរបស់វារង្វង់របស់វាហ្នឹងបាទ 4 ម៉ែត្រទៅបាទអញ្ចឹងមេឃជុំវិញមេឃមូលមកហើយកម្ពស់វា 3 ម៉ែត្រកន្លះឡើងទៅអាហ្នឹងយើងធ្វើបាទទើបអាចលទ្ធភាពផ្ដល់ផលឲ្យយើងបានច្រើនបាទបើយើងជ្រើសរើសដើមមិនបានទំហំមិនបានល្អទេយើងអនុវត្តទៅមិនបានចំណេញទេទោះបច្ចេកទេសខ្លាំងហើយបាទដាក់ជីដល់ហើយបាញ់ថ្នាំដល់ហើយគ្រប់គ្រងបានហើយតែនៅតែមិនអាចឲ្យផលយើងចំណេញបានដែរដើមវាតូចពេកណាផលយើងប្រមូលបានតិចពេកបាទនឹងមួយទៀតយើងត្រូវមើលពាក់ព័ន្ធជាមួយនឹងទំហំស្លឹកនិងពណ៌ស្លឹកបាទអញ្ចឹងយើងត្រូវជ្រើសរើសស្វាយណាដែលមានស្លឹកសុខភាពល្អបាទស្លឹកធំល្អស្លឹកវែងល្អហើយពណ៌ស្លឹកបាទក្រមៅណាពណ៌ក្រមៅល្អបាទពណ៌ល្អបាទអញ្ចឹងយើងមើលថាតើជួនកាលស្វាយហ្នឹងដើមយើងមើលទៅអត់សូវល្អមែនបាទស្លឹកអត់ល្អមែនបាទប៉ុន្តែយើងមើលអត់ល្អហ្នឹងដោយសារវាស្រូបជីមកអត់បានឬមួយក៏ស្លឹកហ្នឹងវារងការបំផ្លាញសត្វល្អិតបាទបើដើមហ្នឹងវារងបំផ្លាញដោយការសត្វល្អិតបានវាធ្លាក់សម្បល់ធ្លាក់ពណ៌អាហ្នឹងអត់អីទេឲ្យតែយើងមើលទៅស្លឹកធំស្លឹកក្រាស់ល្អអាហ្នឹងយើងជ្រើសរើសវាយកមកធ្វើបានបាទប៉ុន្តែស្វាយខ្លះសត្វល្អិតអត់បំផ្លាញផងស្លឹកឡើងលួងប៉ុន្តែស្លឹកវាទូលស្លឹកវាស្ដើងហើយវាអត់មានពណ៌បៃតងកម្ៅបាទស្លឹកវាស្លេកលឿងអាហ្នឹងมันគួរយកមកធ្វើទេបាទពេលធ្វើងាយក្នុងការចេញផ្កាស្វាយដែលអន់ស្វាយដែលស្លឹកបែបហ្នឹងងាยក្នុងការចេញផ្កាខុសទៅប៉ុន្តែมันងាយក្នុងការបានផ្លែបាទអញ្ចឹងការធ្វើខ្លះដល់បងប្អូនខ្លះធ្វើបានផ្កាច្រើនប៉ុន្តែมันប្រកាសថាបានផ្លែច្រើនទេបាទដោយសារអីដោយសារសុខភាពដើមដោយសារបរិមាណស្លឹកនៅលើដើមបាទដោយសារសមត្ថភាពស្លឹកនៅលើដើមហ្នឹងបាទអញ្ចឹងបានបងប្អូនខ្លះគាត់ធ្វើបានផ្កាច្រើនបាទដោយសារគាត់ធ្វើបានផ្កាច្រើនបាទប៉ុន្តែมันប្រកាសថាបានផ្លែច្រើនទេណាបាទដោយសារអីដោយសារការគ្រប់គ្រងសារធាតុចិញ្ចឹមឲ្យវាអត់បានពេញលេញល្អហើយបានផ្កានោះផ្កាដូចខ្ញុំបានលើកឡើងមុនហ្នឹងអញ្ចឹងគឺវា stress បាទអញ្ចឹងនៅពេលដែលវាមាន stress ខ្លាំងស្លឹកអត់ល្អខ្លាំងបាទសារធាតុចិញ្ចឹមវាវាមិនគ្រប់គ្រាន់ខ្លាំងណាបាទអញ្ចឹងហើយបាទដើមនឹងអន់ខ្លាំងគាត់ធ្វើ stress ខ្លាំងថែមទៀតវាងាយផ្កាច្រើនប៉ុន្តែមិនប្រកបថាបានផ្លែច្រើនបាទអញ្ចឹងនេះជាការចែកម្លែកមួយសម្រាប់បងប្អូនយកទៅជ្រើសរើសដើមដើម្បីផលិតបាទជ្រើសរើសដើមដើម្បីផលិតបាទសង្ឃឹមថាវាជាប្រយោជន៍សម្រាប់ពុកម៉ែបងប្អូនយកទៅគិតពិចារណាក្នុងការធ្វើបាទស្វែងខុសទៅដើម្បីឲ្យបានផលច្រើនបាទអញ្ចឹងមានប៉ុណ្ណឹងសម្រាប់ក្នុងថ្ងៃនេះសម្រាប់ចែកជូនពុកម៉ែបងប្អូនបាទចាអរគុណចាចាអរគុណលោកគ្រូសម្រាប់ការចែកម្លែកតទៅជាមួយនឹងការជ្រើសរើសដើមចាថ្ងៃនេះយើងថា live 1 ម៉ោងឥឡូវយើងជាពេលទីយ៉ាដោយសារតែយើងយឺតដែរចាប៉ុន្តែយើងចង់អ្វីដែលសំខាន់ចង់ឲ្យបងប្អូនគាត់ស្ដាប់ទៅគាត់យល់ចាហើយក៏ជាប្រយោជន៍ទៅដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាផងដែរចាអញ្ចឹងតេតងជាមួយនឹងចំណុចទី2ដែលលោកគ្រូលើកឡើងថាវាសំខាន់នៅក្នុងការផលិតស្វ័យខុសរដូវតេតងជាមួយនឹងការជ្រើសរើសដើមចាអញ្ចឹងឥឡូវខ្ញុំបានច្បាស់មិនដឹងថាបងប្អូនគាត់អាចទទួលយកបានដូចអ្វីដែលខ្ញុំដឹងដែរឬក៏អត់ប៉ុន្តែខ្ញុំសូមបន្ថែមបន្តិចទៀតចាដើម្បីរំលឹកឡើងវិញគេលើថាអ្នកខ្លះគាត់ចាប់អត់តន់អីចឹងទៅក៏ដូចជាលោកគ្រូបើសិនជាខ្ញុំលើកឡើងទៅខ្វះចន្លោះថងណាគាត់ជួយបន្ថែមទៀតដើម្បីបងប្អូនកាន់តែច្បាស់បន្ថែមចាអញ្ចឹងតើតើក្នុងពេលដែលអ្នកគ្រូសង្ខេបហ្នឹងក្នុងបងប្អូនបើសិនជាមានចម្ងល់មានអីអាចទៅសេក្នុង comment សួរបានបាទអ្នកគ្រូសង្ខេបទៅហើយបងប្អូនគាត់មានចម្ងល់អីបាទ comment សួរមកហើយពេលអ្នកគ្រូសង្ខេបចប់យើងនឹងចាប់ផ្ដើមឆ្លើយសំណួរចាអរគុណលោកគ្រូដែលបានជួយរំលឹកបន្ថែមតើតើជាមួយនឹង comment របស់បងប្អូនបើសិនជាគាត់មានចម្ងល់ចាអាចធ្វើការ comment នៅក្នុងនេះបានបើសិនជាយើងអាចឆ្លើយបានយើងនឹងឆ្លើយតបទៅបងប្អូនវិញភ្លាមៗនៅក្នុងការ live ប៉ុន្តែបើសិនជាក្នុងករណីថា
យើងអាចឆ្លើយតបនៅពេលក្រោយទៀតឬក៏តកតងផ្ទាល់ជាមួយនឹងខាងក្រុមការងាររបស់ Co Green បានបន្ថែមទៀតចា៎អរគុណចឹងខ្ញុំសូមសង្ខេបសម្រាប់ចំណុចទី2ព្រោះខ្ញុំគិតថាវាល្អមែនទែនសម្រាប់ការចាប់ផ្ដើមនៅក្នុងការជ្រើសរើសដើមដែលយើងត្រៀមនៅក្នុងការផលិតស្វាយកែវរមៀតនៅក្នុងរដូវកាលថ្មីអញ្ចឹងយើងដឹងថាតកតងជាមួយនឹងការអាយុស្វាយដែលប្រមូលផលបានឬក៏បងប្អូនខ្លះគាត់អាចតាមដានមើលតាមរយៈការឲ្យផលរបស់វាជាក់ស្ដែងប៉ុន្តែយើងកំណត់ថាយកដើមស្វាយប្រភេទណាដែលល្អដែលសមស្របដែលឲ្យវាអាចផ្ដល់ផលចំណេញឲ្យយើងវិញចាយើងអាចកណនាទៅតាមឬក៏យើងអាចពិនិត្យទៅតាមអ្វីដែលលោកគ្រូបានជម្រាបមុននឹងមិញបានចាវាជាគន្លឹះសំខាន់ដែរដែលតកតងជាមួយនឹងការជ្រើសរើសដើមដែលវាអាចមានលទ្ធភាពនៅក្នុងការផ្ដល់ផលឲ្យយើងពី50គីឡូឡើងចាអញ្ចឹងចំណុចទី1ដែលយើងអាចគិតថានឹងដឹងថាវាផ្ដល់ផលមួយឆ្នាំមួយរដូវបាន50គីឡូអញ្ចឹងលោកគ្រូឲ្យពិនិត្យតកតងជាមួយនឹងការផ្ដល់ស្វាយរដូវចាអញ្ចឹងស្វាយរដូវដូចលោកគ្រូថាអញ្ចឹងលក្ខខណ្ឌវាល្អអញ្ចឹងនៅក្នុងការផ្ដល់ផលបើសិនជាវាឲ្យផលបានទៀបជាង50គីឡូយើងគួរតែពិចារណាចាកុំធ្វើបើសិនជាយើងធ្វើទៅវាអាចនឹងខាតចាតែបើពី50គីឡូឡើងអាហ្នឹងបានន័យថាដើមយើងវាមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការឲ្យផលមកយើងវិញចាហើយចំណុចទី2តកតងជាមួយនឹងការសង្កេតទៅលើដើមអង្កត់ផ្ចិតគឺប្រវែងមែកសងខាងពីចុងម្ខាងទៅចុងម្ខាងប្រវែង4ម៉ែត្រចាអញ្ចឹងយើងវាស់ទៅពីចុងខាងទៅចុងម្ខាងទៀតប្រវែង4ម៉ែត្រយើងវាស់កម្ពស់ដើម3ម៉ែត្រកន្លះទៅចាហើយនឹងបានន័យថាមែកវាមូលគឺវាមានមែកគ្រប់ទិសចាដូចលោកគ្រូថាអញ្ចឹងពេលខ្លះមែកវាអាចមានតែមួយចំហៀងឬក៏វាមានវាខ្វះចន្លោះត្រង់ណាមួយអញ្ចឹងមែកហ្នឹងឯងសំខាន់ដែលវាជួយផ្ដល់ផ្លែចាបើសិនជាមែកវាតិចក៏ទិន្នផលរបស់វាក៏ទាបទៅតាមនឹងដែរចាហើយតកតងជាមួយនឹងយើងពិនិត្យទៅលើសុខភាពដើមគឺដើមដែលល្អគឺវាមានស្លឹកធំវែងក្រាស់ហើយពណ៌របស់វាបៃតងកម្មៅអញ្ចឹងបើសិនជាដើមដែលវាអន់វាអត់មានសុខភាពល្អឬក៏វាកង្វះនៅសារធាតុចិញ្ចឹមយើងអាចសង្កេតមើលបានទៅលើស្លឹករបស់វាគឺវាអត់មានលក្ខខណ្ឌទាំងអស់នឹងល្អឯងវាអាចស្លឹកស្ដើងឬក៏ពណ៌វារាងប្លែកចាវាមិនបៃតងកម្មៅស្អាតចាហ្នឹងគឺជាគន្លឹះសំខាន់នៅក្នុងការឆែកមើលដើមនៅក្នុងចំការរបស់ពុកម៉ែបងប្អូនដោយសារតែតកតងជាមួយនឹងដើមស្វាយនៅក្នុងចំការខ្ញុំគិតថាវាសឹងតែគ្រប់ចំការវាអត់មានចំការណាដែលថាអាចបានល្អស្មើគ្នាទាំងអស់ទោះបីជាអាយុកាលយើងដាំក្នុងពេលដំណើរគ្នាតែលក្ខខណ្ឌស្ថានដីឬក៏លក្ខខណ្ឌអំណោយផលណាមួយតាមតំបន់ខុសគ្នាក៏អាចធ្វើឲ្យលទ្ធភាពនៃការផ្ដល់ផលឲ្យយើងវិញហ្នឹងគឺវាខុសគ្នាដែរចាអញ្ចឹងកន្លែងនេះជាចំណុចចាប់ផ្ដើមដែលសំខាន់ដែលបងប្អូនគួរតែពិចារណានៅក្នុងការកំណត់ជ្រើសរើសប្រភេទដើមឬក៏ចំនួនដើមដែលយើងត្រូវធ្វើដើមណាដែលអាចមានលទ្ធភាពដើមណាដែលមិនអាចមានលទ្ធភាពដើម្បីយើងងាយស្រួលនៅក្នុងការរៀបចំផែនការចាធ្វើការផលិតស្វាយខុសរដូវហ្នឹងឲ្យវាទទួលបានទិន្នផលល្អហើយចាសមស្របទៅតាមតម្រូវការទីផ្សារខែណាដែលនឹងទទួលបានតម្លៃខ្ពស់ផងដែរហើយក្នុងហ្នឹងដោយលោកគ្រូបញ្ជាក់អញ្ចឹងវាចំណុចមួយទាំងអស់ហ្នឹងគឺវាផ្សារភ្ជាប់គ្នាទាំងអស់យើងត្រូវការប្រមូលព័ត៌មានតាំងពីដើមមកគឺយើងប្រមូលព័ត៌មានតកតងជាមួយនឹងផលិតកម្មស្វាយខុសរដូវវាជួបបញ្ហាអីខ្លះចានៅពេលដែលយើងប្រមូលព័ត៌មានទាំងអស់ហ្នឹងហើយគឺយើងយកមករៀបជាផែនការយើងបានផែនការហើយយើងត្រូវដឹងពីបច្ចេកទេសបន្ថែមយើងរៀនទទួលយកនៅអ្វីដែលថ្មីក៏ដូចជាយើងអាចពឹងពាក់បានទៅលើអ្នកណាដែលយើងអាចទុកចិត្តឬក៏ដូចជាលោកគ្រូបច្ចេកទេសណាមួយដែលគាត់ចាំជួយដោះស្រាយបញ្ហាយើងនៅពេលដែលយើងកំពុងតែធ្វើអញ្ចឹងយើងមានទាំងអស់ហ្នឹងគឺយើងអាចពិចារណានៅក្នុងការផលិតស្វាយខុសរដូវហើយយើងអាចនឹងមានទំនុកចិត្តថាយើងអាចធ្វើបានហើយនឹងទទួលបានទិន្នផលផងដែរហើយនៅក្នុងសប្តាហ៍នេះវាជាសប្តាហ៍ថ្មីដែលយើងចាប់ផ្ដើមចែកម្លែកជូនបងពុកម៉ែបងប្អូនទៅលើការផលិតស្វាយខុសរដូវ
អញ្ចឹងបើសិនជាមានចំណុចអីខ្វះខាតបងប្អូនអាចធ្វើការ comment មកបន្ថែមទៀតបានឬក៏បងប្អូនមានជាសំណួរដែលចង់ឲ្យខាងក្រុមការងារគាត់លើកឡើងឬក៏លោកគ្រូបច្ចេកទេសគាត់ណែនាំបន្ថែមចាត្រង់ចំណុចហ្នឹងគឺបងប្អូនអាចធ្វើការ comment ឬក៏អាចតាក់ទងមកកាន់ page Go Green ឬក៏ក្រុមការងាររបស់ Go Green បន្ថែមទៀតបានផងដែរហើយជាបន្តទៅទៀតក៏យើងនឹងមានជាដំណាក់កាលសំខាន់បន្តដើម្បីចែកម្លែកឲ្យពុកម៉ែបងប្អូនច្បាស់ពីមួយដំណាក់កាលទៅមួយដំណាក់កាលចាដោយសារតែតកតងមួយបច្ចេកទេសដោយបងប្អូនបានដឹងហើយអ្នកខ្លះគាត់មានបទពិសោធន៍យូរឆ្នាំហើយចាអ្នកខ្លះទៀតក៏គាត់ដៃថ្មីអញ្ចឹងសម្រាប់ការធ្វើក៏មិនអាស្រ័យថាបងប្អូនដែលគាត់មានបទពិសោធន៍ច្រើនឆ្នាំហើយគាត់នឹងជោគជ័យគ្រប់ឆ្នាំទេពួកអីវាពាក់ព័ន្ធជាមួយនឹងកត្តាអាកាសធាតុផងដែរហើយតកតងជាមួយនឹងកត្តាដែលគាត់ជ្រើសរើសវត្ថុធាតុដើមចូលមកប្រើប្រាស់ហ្នឹងដែលវាមានប្រសិទ្ធភាពខ្ពស់ដែលវាសមស្របទៅតាមតំបន់របស់ពួកគាត់ផងដែរចាអញ្ចឹងនាងខ្ញុំសូមសរុបប៉ុណ្ណឹងហើយលោកគ្រូមានអីដែលជាចង់បញ្ចប់ជូនទៅដល់ពុកម៉ែបងប្អូនអាចមានជាសារអីបន្ថែមចាសូមគោរពអញ្ជើញបាទអរគុណច្រើនអ្នកគ្រូបាទអញ្ចឹងអរគុណច្រើនបងប្អូនដែលចូលរួមបាទទស្សនានៅការ live បាទផ្ទាល់ក្នុងកម្មវិធីភូមិចំណេះដឹងកសិកម្មពាក់ព័ន្ធជាមួយនឹងបច្ចេកទេសផលិតស្វាយកែវរបៀបខុសរដូវបាទអញ្ចឹងជាចុងក្រោយនេះបាទគឺសូមផ្ដាំមួយបាទព្រោះឥឡូវសប្តាហ៍ថ្ងៃនេះមានបងប្អូនខ្លះគាត់កំពុងតែធ្វើការចាក់អរម៉ូនបាទធ្វើការចាប់ផ្ដើមនៅរដូវកាលថ្មីហើយអញ្ចឹងអ្វីដែលសូមផ្ដាំនេះបាទគឺផលិតត្រួយថ្មីស្លឹកថ្មីឲ្យបានលើសពី 70% ចាំចាក់អរម៉ូនបាទផលិតស្លឹកថ្មីត្រួយថ្មីឲ្យបានលើសពី 70% បាទចាំចាក់អរម៉ូនបាទយើងជាអ្នកកំណត់ទៅលើពេលវេលានៃការប្រមូលផលណាបាទអាកាសធាតុលែងសូវកំណត់យើងហើយយើងជាអ្នកកំណត់អញ្ចឹងត្រូវធ្វើម៉េចឲ្យផលិតបានត្រួយលើសពី 70% ដល់ចាំចាក់អរម៉ូនបាទវាជាជំហានមួយដែលសម្រាប់គោលដៅរបស់យើងក្នុងវគ្គដំបូងបាទអញ្ចឹងដើម្បីបងប្អូនដឹងថាតើធ្វើយ៉ាងណាខ្លះដើម្បីឲ្យផលិតបានត្រួយលើសពី 70% ដើម្បីធ្វើការចាក់អរម៉ូនដើម្បីសម្រេចនៃផែនការរបស់យើងបានជោគជ័យបាទបងប្អូនសូមបាទរងចាំបាទតាមដានបាទនៅសប្តាហ៍ក្រោយបាទសប្តាហ៍ក្រោយយើងអាចលើកទៅថ្ងៃទីថ្ងៃសុក្រវិញណាលើកទៅថ្ងៃសុក្រវិញដោយសារថ្ងៃ20ថ្ងៃពុធថ្ងៃប្រហោះយើងជាប់មានការជាប់វល់យើងយកទៅថ្ងៃសុក្រវិញសប្តាហ៍ក្រោយយើងនឹងនិយាយអំពីការត្រៀមដើមការផលិតស្លឹកថ្មីការផលិតស្លឹកថ្មីដែរធ្វើម៉េចដើម្បីឲ្យបានអា 70% ណាលោកគ្រូបាទដើម្បីចាក់អរម៉ូនហើយឲ្យយើងកំណត់ពេលវេលាប្រមូលផលបានហ្នឹងសំខាន់បាទចង់បានអាហ្នឹងលោកគ្រូតែអត់បានអាហ្នឹងតែប្រមូលផលអត់បានតាមផែនការតាមពេលវេលាដែលនេះហ្នឹងគឺប្រឈមបញ្ហាបាទអញ្ចឹងដើម្បីឲ្យបានផលច្រើនឲ្យសម្រេចបានតាមផែនការយើងហ្នឹងគឺការផលិតស្លឹកវគ្គទី1ឲ្យបាន 70% ហ្នឹងសំខាន់អញ្ចឹងដើម្បីផលិតស្លឹកបានវគ្គទី1 70% ឡើងទាំងអស់គ្នាបាទសូមរងចាំជួបគ្នាបាទនៅសប្តាហ៍ក្រោយថ្ងៃសុក្របាទអញ្ចឹងជាចុងក្រោយបាទសូមអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានទស្សនាការ live បាទចាប់ផ្ដើមមកដល់ឥឡូវបាទជូនពរពុកម៉ែបងប្អូនបាទជួបតែសេចក្តីសុខសេចក្តីចម្រើនជាពិសេសបាទសុខភាពនិងសុខភាពបាទសុខភាពបាទមានសុខភាពមានអ្វីៗគ្រប់យ៉ាងបាទអរគុណច្រើនបាទចាអរគុណលោកគ្រូសម្រាប់ការចែករំលែកបន្ថែមទៀតចាចំណុចចុងក្រោយនេះពិតជាសំខាន់មែនទែនដែលបងប្អូនត្រូវផលិតស្លឹកធ្វើម៉េចឲ្យបាន70% ចាផលិតស្លឹកលើកទី1ធ្វើម៉េចឲ្យបាន 70% មុនចាក់អរម៉ូនចាអញ្ចឹងលោកគ្រូសូមទុកព័ត៌មាននេះសូមនឹងចែកម្លែកជូនបងប្អូននៅសប្តាហ៍ក្រោយថ្ងៃសុក្រថ្ងៃទី23លោកគ្រូចាអញ្ចឹងបងប្អូនតាមដានទស្សនាកម្មវិធីរបស់យើងនៅសប្តាហ៍បន្ទាប់គឺថ្ងៃសុក្រទី23បើសិនជាបងប្អូនមានចម្ងល់អីផ្សេងក៏អាចធ្វើការតាមដានហើយក៏ដូចជាសាកសួរនៅក្នុង
កម្មវិធីរបស់យើងខ្ញុំបានចាហើយក៏សូមគោរពអរគុណលោកគ្រូម្ដងទៀតចាសម្រាប់ការចែកម្លែកពីបច្ចេកទេសក៏ដូចជាព័ត៌មានផ្សេងៗពាក់ព័ន្ធជាមួយនឹងការផលិតស្វ័យខុសរដូវកែរមៀតខុសរដូវផងដែរចាអញ្ចឹងសម្រាប់នាងខ្ញុំចាជាអ្នកសម្រួលនៅក្នុងកម្មវិធីគូចំណេះដឹងកសិកម្មក៏ដូចជាលោកគ្រូចាសូមគោរពអរគុណទៅដល់ពុកម៉ែបងប្អូនចាជាពិសេសបងប្អូនដែលគាត់បានតាមដានទស្សនាការ live វីដេអូរបស់យើងផ្ទាល់ចាតាំងពីចាប់ដើមរហូតមកដល់ទីបញ្ចប់នេះក៏សូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាគាត់ទទួលបានជោគជ័យចាជាពិសេសសូមឲ្យមានសុខភាពល្អចានឹងទទួលទានចាមានបានជាពិសេសសូមឲ្យការងាររបស់ពួកគាត់ឲ្យបានសម្រេចជោគជ័យគ្រប់ភារកិច្ចផងដែរចាសូមគោរពជំរាបលាលោកគ្រូចាជួបតាមក្រោយតាមថ្ងៃដែលកំណត់